Hello hello សួស្តីអ្នកគ្នាតោះយើងមកតសាយរឿង Win Breaker របស់យើងទៀតយើងតពីភាគមុននៅពេលដែល Mike គាត់បានដើរមក Studio ជាមួយនឹង Apex ដើរម៉ូដគេហៅថា Fashion ណាមិនដើរម៉ូដទេ Mike ក៏បាននិយាយថាថ្ងៃនេះការិយាល័យពិតជាស្ងប់ស្ងាត់ខ្លាំងម្ល៉េះ Apex Fashion នឹងថាបាទថ្ងៃនេះគ្រប់គ្នាបានទៅផ្ទះមុន Admin សូមហៅឈ្មោះគាត់វិញគាត់ឈ្មោះ CJ Kim ដែលយើងនឹងហៅគាត់ថា CJ គាត់និយាយថាតោះចូលទៅក្នុងហើយនៅពេលនេះ Mike បានបើកចូលមកក្នុងបន្ទប់នឹងហើយស្រាប់តែបើកភ្លើងមកក៏បានឃើញឆ្កែមួយយ៉ាងខ្ជូរតែម្ដងយើងថាគួរឲ្យស្រឡាញ់ណាមើលទៅដូចតុក្កតាចឹងអើយមើលទៅក្បាលក៏ឆោតបន្តិចហ្នឹងទៅមិនក្រពីគេងហ្មងហេសណ្ដីក្រហមតែឯងកំពុងមើលអីគេឯងខ្លាចណាស់នៅពេលហ្នឹងម្នាក់ឯងមែនទេអញ្ចឹងកូនឆ្កែមួយហ្នឹងគឺមានឈ្មោះថាសណ្ដីក្រហមគឺ Red Bean អញ្ចឹងបានន័យថា Mike ក៏នាងធ្លាប់មកកន្លែងហ្នឹងដែរបានជានាងស្គាល់ EP មុនអត់មានគិតថាប៉ែ CJ នឹងគ្មានបំណងល្អទេតែយើងចាំមើលទៀតអត់មានគិតថាប្រហែលជាអត់អីទេមើលទៅហើយនៅពេលនេះលោកបង CJ នឹងបានស្ដីឲ្យស្ដីក្រហមថា Hey Red Bean ស្លាប់ហើយខ្ញុំប្រាប់ឯងហើយថាកុំរញ៉េរញ៉ៃពេលដែលឯងនៅម្នាក់ឯងអញ្ចឹងហើយគាត់ក៏បានសួរ Red Bean នឹងថាគេបើកអាដបស្អីគេនឹងមិនទៅតែនៅពេលនោះគាត់ក៏រៀងភ្ញាក់ផ្អើលដោយសារតែឃើញ Mike កាន់ Red Bean នឹងមើលទៅតំណឹងមែនតើ Mike ក៏រៀងឆ្ងល់ដែរគឺតំណឹងជាមួយនឹង fashion របស់នាងមើលទៅថតគឺពិតជាស្អាតមែនតើគាត់ជាអ្នកថតគ្រាន់តែឃើញប៉ុណ្្នឹងគឺគាត់ចាប់អារម្មណ៍មែនតើហើយគាត់ក៏បាននិយាយថាអូនេះជាក្បាច់ល្អស្អាតទៀតខ្ញុំគួរតែថតរូបនាងជាមួយនឹងសណ្ដែកក្រហមជារូបបន្ទាប់របស់យើងម៉ៃថា yes ហើយយើងមើលទៅសណ្ដែកក្រហមដូចជាពេញចិត្តម៉ៃហ្មងគេលេងមួយម៉ៃដល់ហើយជជែកថាឯងប្រកាសជាចូលចិត្តក្មេងស្រីត្រូវហើយឯងជាក្មេងប្រុសបើនិយាយស្រួលទៅវាថាមនុស្សប្រុសចូលចិត្តស្រីអញ្ចឹងណាហើយសម្រាប់សត្វប្រុសក៏ចូលចិត្តស្រីដែរហើយនៅពេលនោះគាត់ក៏បានយក Red Bean ទៅលាងដោយសារតែ Red Bean នឹងបានខំអាទឹកស្អីគេមកខ្ញុំប្រឡាក់គាត់ថាសណ្ដែកក្រហមនឹងមើលទៅដូចជា hot dog មែនតើដោយសារតែមុខរបស់គេប្រឡាក់ទឹកអីក្រហមហ្នឹងគាត់ក៏បានយកសណ្ដែកក្រហមទៅលាងហើយក៏បាននិយាយប្រាប់ម៉ៃថាម៉ៃរូបភាពដែលយើងបានថតលើកចុងក្រោយនៅក្នុងទស្សនាវដ្តីខែនេះតែនាងមិនទាន់បានឃើញទេវានៅលើតុក្បែរនាងសូមមើលម៉ៃថាពិតមែនទេ DJ និយាយទៅសណ្ដែកក្រហមថាហេសណ្ដែកក្រហមមើលមាត់របស់ឯងគេនឹងគិតថាឯងជាឆ្កែសម្លាប់មនុស្សពេលដែលបានឃើញឯងហើយលើពេលនេះម៉ៃនាងបានយករូបនឹងមកមើលហើយនេះគឺជារូបម៉ៃគឺស្អាតមែនតើម៉ៃមើលហើយក៏នឹកដល់សម្ដី Sally ថាជាដំបូងចាប់ផ្ដើមដោយភាពជឿជាក់លើខ្លួនឯងកាន់តែច្រើននិងរៀនស្រឡាញ់ខ្លួនឯងហើយយើងក៏បានឃើញមុខម៉ៃជាមួយនឹងរូបម៉ៃនឹងយើងកាត់មកលោកបងមីនូជាមួយនឹងលោកបងជេវិញមីនូនិយាយទៅលោកបងជេថាតើឯងនឹងមិនជិះកង់របស់ឯងម្ដងទៀតទេខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែមិនចង់ឲ្យម្ដាយរបស់ខ្ញុំរំខានខ្ញុំតែនៅពេលនោះក៏មានសលេងស្អីទេមីនូក៏គាត់ឆ្ងល់ដែរនោះគឺជាអាអូនមួយនឹងនៅក្បែរហ្នឹងមីនូគាត់ក៏បានសួរថាតើមានរឿងអីកើតឡើងជាមួយនឹងអាអូនហ្នឹងពេលមើលមុខអាអូននឹងយូរទៅមីនូគាត់និយាយថាគេធ្វើឲ្យខ្ញុំចង់ផ្ដាល់អីឲ្យគេមួយហីនិយាយថាអូននឹងគឺជាអ្នកសុំទានណាហើយមុខរៀងមានអំណោយទាននឹងឯងបានជាលោកបងមីនូគាត់មានអារម្មណ៍ថាគ្រាន់មើលមុខរុះរាយនឹងហើយគឺចង់ផ្ដាល់អីឲ្យតែម្ដងតែនៅពេលនោះក៏មានសលេងមួយហើយគេថាទាំងអស់គ្នាកំពុងធ្វើអីនៅកន្លែងហ្នឹងអ្នកគ្នាមើលស្គាល់អត់មានមើលអត់ចង់ស្គាល់សូម្បីតែមីនូនឹងក៏ឆ្ងល់ដែរថានេះគឺជាណាគេឈប់ម៉ៃពួកគេក៏ចំណាំបានហើយថាគឺជាម៉ៃហើយឥឡូវយើងកាត់មកសាលាលោកបងវ៉ារ៉ែនគាត់ឆ្លេឆ្លាមិនទេក៏បានចូលមកហើយបាននិយាយថាម៉ៃតានេះពិតជានាងមែនទេខ្ញុំអានទស្សនាវដ្តីគ្រប់ពេលហើយរៀងឆ្ងល់មែនតើហើយគាត់មិនបាច់ឆ្ងល់ទេដោយសារតែឃើញគេរោមម៉ៃចឹងបានន័យថានឹងគឺជារូបម៉ៃនឹងឯងគ្រប់គ្នាក៏រោមម៉ៃហើយបាននិយាយថាតែនេះពិតជាម៉ៃដែលយើងស្គាល់មែនទេវ៉ាវនាងស្អាតខ្លាំងណាស់នាងមើលទៅដូចជាមនុស្សពីរផ្សេងគ្នាចឹងនៅពេលដែលនាងដោះវ៉ែនតារបស់នាងគួរតែដោះវាចេញតាំងពីមុនម៉េះអស្ចារ្យណាស់ខ្ញុំមិនជឿថានាងធ្លាប់នៅក្នុងទស្សនាវដ្តីទេតែនោះពិតជានាងមែនទេម៉ៃយើងអត់និយាយច្រើនទេអីទេមីនូរបស់យើងវិញក៏បានបច្រៀតចូលមកនឹងបាននិយាយថាខ្ញុំនឹងរារាំងពួកគេដោយខ្នងរបស់ខ្ញុំដូច្នេះនាងធ្វើអីក៏បានដែរនិយាយទៅមីនូក៏រារាំងពួកនឹងកុំឲ្យញ៉ៃចឹងទៅដើម្បីឲ្យម៉ៃចង់ធ្វើអីក៏បានដែរនៅពេលនោះស្លឹកកាជៈរបស់គាត់ក៏ត្រូវបានដៃមនុស្សស្រីម្នាក់ចាប់ទាញដែលនោះគឺជាអ្នកបងយូណាចំណែកលោកបងមីនូរបស់យើងក៏គាត់បានស្រែកថាហេឡើងខ្ញុំទៅនាងចង់ស្លាប់ខ្ញុំអីចំណែកយូណាបាននិយាយថាតែឯងគិតថាឯងគឺជាក្មេងប្រុស hot boy នៅក្នុងរឿងមែនហ៎បញ្ញាប់ឡើងចេញពីបន្ទប់រៀនរបស់យើងគេហៅថា off hot shot ឬក៏ប្លង់ដែលតាក់ទាញឬក៏ប្លង់សង្ហានៅក្នុងរឿងមែនគិតថាខ្លួនឯងនឹងគឺជាតួបែប handsome នៅក្នុងរឿងមែនអញ្ចឹងណាម៉ៃថានាងលើក្រោយនឹងនាងប្រកាសជាពាក់វ៉ែនតាវិញហើយតែនៅពេលនេះយើងក៏បានឃើញជេជាមួយនឹង Sally នាងក៏បានលើសលេងណាគេទេនិយាយថាវានេះកាន់តែគួរឲ្យខ្លាចជាងមុនទៅទៀតព្រោះមើលទៅក្មេងចង្រៃនោះតែងតែធ្វើខ្លួននាងមើលទៅដូចជាមនុស្សស្ងប់ស្ងាត់ចឹងមើលទៅនាងដូចជាលយខ្លាំងណាស់ព្រោះនាងបានចូលក្នុងទស្សនាវដ្តីម្ដងសោះបើនិយាយស្រួលទៅពួកគេគឺទៅម៉ៃរបស់យើងនឹងឯងម្នាក់នៅខាងស្ដាំដៃទៀតក៏បានថាកុំភ្លេចវាចោលទៅនាងគ្រាន់តែចង់ឲ្យគេចាប់អារម្មណ៍ប៉ុណ្ណឹង Sally របស់យើងនាងក៏មិនបាននិយាយដែរដោយសារតែពួកនឹងគឺចឹងហើយយើងកាត់មកកន្លែងមួយទៀតយើងក៏បានឃើញនារីម្នាក់ក៏កំពុងថតម៉ូដដែរលោកបង CJ ថាកាច់ចង្កេះរបស់នាងបន្តិចហើយគាត់ក៏បានថតទៅហើយនៅពេលនោះក៏មានអ្នកហៅគាត់ដោយនោះគឺជាវាងយន្តហើយគេមកគេបាននិយាយថាតើឯងរវល់មែនទេតើញ៉ាំអាហារថ្ងៃត្រង់បន្តិចអត់
CJ ថាបាទថ្ងៃនេះខ្ញុំរវល់ខ្លាំងណាស់ខ្ញុំមានកិច្ចប្រជុំមួយនៅពេលអាហារថ្ងៃត្រង់បងយន្តគេថាអាចង្រៃឯមិនមានពេលទៅញ៉ាំអាហារជាមួយមិត្តភ័ក្តិទេមែនមួយទៀត model គឺជាឃាតករប្រយោគនឹងប្រយោគលេងសើចតែនៅពេលនោះគេក៏បានឃើញរូបម៉ៃនៅលើតុគេក៏បានរើសមកមើលហើយយើងក៏កាត់សាច់រឿងមកនៅក្នុងបន្ទប់ទឹកមួយយើងក៏បានឃើញលោកបងដំហ្គេងជាមួយនឹងលោកបងមីនូនឹងមកនោមជាមួយគ្នាគាត់និយាយថាមើលទៅម៉ៃស្អាតមែនតើនៅពេលដែលនាងមិនបានពាក់វ៉ែនតារបស់នាងដំហ្គេងថាមែនហើយពេលដែលខ្ញុំឃើញនាងដោយវ៉ែនតារបស់នាងមើលទៅនាងពីមុនគឺខុសគ្នាទាំងស្រុងហ្មងថ្ងៃនេះលោកបងដំហ្គេងខំនិយាយអីតតែលោកបងមីនូនឹងក៏លួចមើលបន្តិចហើយក៏បាននិយាយថាវ៉ាវគឺថាគាត់ភ្ញាក់ផ្អើលតែម្ដងមិនដឹងកើតអីទេដំយ៉ាងគាត់ឆ្ងល់មីនូក៏បានងាកមុខចេញវិញតាមមែនតែនៅពេលនោះក៏មានក្មេងពីរនាក់ដើរមកនិយាយគ្នាថាពិតមែនអីហើយវាគឺជាអ្វីដែលស្រីៗក្នុងថ្នាក់របស់ខ្ញុំកំពុងតែនិយាយពួកគេបានឃើញនាងនៅទីប្រជុំជនជាច្រើនដងហើយនាងត្រូវបានណាត់ជួបជាមួយនឹងបរិសុទ្ធចំណាស់មួយចំនួនបើនិយាយស្រួលទៅគឺនិយាយបខូចម៉ៃនឹងឯងនិយាយបខូចចឹងគឺអាក្រក់មែនតើម្នាក់ពាក់អាវសនឹងថាទេគ្មានប្រូទេអញ្ចឹងមិនន័យថាគេគឺមាន Sugar Daddy ឬក៏អីមួយដល់ពេលលើអញ្ចឹងពួកស្រីៗនៅក្នុងថ្នាក់របស់ពួកនឹងគឺពិតជាបលើសខ្លាំងមែនតើមួយពាក់អាវក្រហមក៏និយាយទៀតថាណាទៅដឹងមិនក៏សុកនាងខ្លាចជាអ្នក model បើនិយាយស្រួលទៅគេចង់បានន័យថាម៉ៃមិនសុកខ្លាចជាអ្នក model ទេប្រហែលជាត្រូវការ Sugar Daddy អីចឹងទៅមើលទៅប៉ុន្តែអាហ្នឹងគឺបលើសនោះទេយើងដឹងអីគឺរឿងពិតទេមួយអើសក៏រៀងភ្ញាក់ផ្អើលតែនៅពេលនោះមីនូក៏បានហៅគេថាហេពួកឯងសាក់និយាយ bully ម្ដងទៀតមើលមិន bully ទេនិយាយអាក្រក់គឺ bullshit បាទខ្ញុំអាចបញ្ចេញសលេងនឹងនៅក្នុង YouTube បាននោះទេមីនូនិយាយនឹងបែបថាពួកឯងសានិយាយអាក្រក់ម្ដងទៀតមើលនិយាយទៅពួកហ្នឹងគឺកំពុងតែនិយាយបលើសអំពីម៉ៃដែលគាត់ស្រឡាញ់នឹងឯងមីនូគឺចេញមកការពារតែម្ដងប៉ុន្តែឆេតទៅឲ្យយើងក៏បានកាត់ចោលត្រឹមហ្នឹង Goodbye អ្នកគ្នា Hello សួស្តីអ្នកគ្នាតើយើងមកតសាច់រឿងមាន Breaker របស់យើងទៀតសាច់រឿងគឺតពីភាគមុនភ្លាមនៅពេលដែលអូននឹងនិយាយដើមម៉ៃហើយឥឡូវមីនូដែលជាប្តីរបស់ម៉ៃនឹងមករើរឿងហើយគាត់បាននិយាយថាសាក់និយាយម្ដងទៀតមើលពាក្យដែលឯងនិយាយអំពីម៉ៃមិញហ្នឹងចង់ដឹងមើលថាយើងហ៊ានធ្វើស្អីគេក៏ភ័យខ្លាំងមែនតើគេក៏និយាយរលេះថាខ្ញុំគ្រាន់តែឮក្មេងដតីទៀតនិយាយទេខ្ញុំមិនដឹងអីពិតមែនមីនូក៏បានសួរជីកឬជីកគល់អញ្ចឹងណាគេហើយអាណាគេកំពុងអស់ចែកចាយវាថានិយាយតគ្នាអញ្ចឹងទៅមីនូក៏និយាយតទៀតថាឯងយល់ល្អបញ្ញាប់ឡើងប្រាប់យើងឬក៏ឯងចង់ស្លាប់អាចង្រៃមីនូគាត់ក៏បានរើសរឿងតែម្ដងណាគេយើងគួរតែវាយវាចេញពីឯងទេដងហ្គេងក៏បានខ្វាត់ថាមីនូគ្រាន់តែស្ងប់អារម្មណ៍តោះជុំនិយាយពីរឿងនេះចំណាក្មេងនឹងក៏បានប្រាប់ដែរថាមិនន័យទេវាគឺជាក្មេងស្រីនៅក្នុងថ្នាក់របស់ខ្ញុំហើយយើងកាត់មកមើលក្រុមស្រីហ្នឹងគេកំពុងនិយាយពីស្អីទេខ្វល់ទៅពីសម្រស់ប្រហែលនិយាយរឿងមុនអីចឹងទៅតែយើងកុំខ្វល់អីច្រើនពេលនោះគេក៏បានមើលឃើញមីនូហើយស្រីហ្នឹងក៏ចាប់អារម្មណ៍ទៅលើមីនូដែរក៏បានហៅទៅមីនូនាងក៏បានសួរថាតើពួកគេនឹងកំពុងតែធ្វើអីនៅកន្លែងហ្នឹងហើយអូននឹងក៏ប្រាប់ត្រង់តែម្ដងថាម្នាក់ស្រីនឹងឯងម្នាក់ស្រីនឹងថាយើងអីគេមីនូរបស់យើងដើរទៅមុខឡើងសាហាវមែនតើគាត់ក៏បាននិយាយថាហេតុអ្វីបានជានាងដើរនិយាយបលើសអំពីម៉ៃម្នាក់ស្រីនឹងក៏និយាយធ្វើចរិតខ្លួនឯងស្រីស្អាតថាហេតុអ្វីបានជាឯងខ្លាចជាបែបនេះមីនូខ្ញុំកំពុងតែខ្លាចឯងពើមសម្ដីខ្លួនឯងអ្នកបញ្ចូលនឹងហ្មងមីនូគាត់ក៏បាននិយាយថាខ្ញុំឮថានាងបានឃើញម៉ៃណាត់ជួបជាមួយបរិសុទ្ធមួយចំនួនតើវាពិតប្រាកដទេមានពាក្យចចាមអារ៉ាមច្រើនមែនតើអំពីម៉ៃថានាងមាន Sugar Daddy ស្អីហើយវាក៏ដោយសារតែនាងបាននិយាយមិនមែនតែប៉ុណ្ណឹងតែនាងបានស្អីមកវិញនៅពេលដែលនិយាយថាម៉ៃជួបអីនៅក្រៅសាលាប្រយ័ត្នសម្ដីរបស់នាងបន្តិចពាក្យហ្នឹងមើលទៅអណ្ដាតរបស់នាងតែបានន័យថាប្រយ័ត្នសម្ដីតិចទៅវាចឹងឯងហើយមីនូក៏គំរាមទៀតថាហើយនាងត្រូវប្រកាសថាម៉ៃនឹងមិនបានឮអំពីរឿងនេះទេរឿងអីគេអ្នកគ្នាប្រហែលជារឿងដែលមីនូមករើរឿងម្នាក់ស្រីហ្នឹងហើយនឹងរឿងដែលម្នាក់ស្រីហ្នឹងនិយាយដើមម៉ៃអញ្ចឹងទៅមីនូក៏និយាយពាក្យសម្ដីមួយម៉ាត់ទៀតសាហាវមែនតើគាត់និយាយថាខ្ញុំនឹងដាល់នាងចំកណ្ដាលមុខបើសិនជានាងជាមនុស្សប្រុសហើយដងហ្គេងគាត់ក៏បានមកខ្វាត់ដែរគាត់និយាយថាហេបានហើយជត់ធ្វើអញ្ចឹងទៅហើយធ្វើឲ្យមានភាពស្មុគស្មាញប៉ុណ្ណាប៉ុន្តែពេលនេះចូលទៅក្នុងសិនទៅឥឡូវហ្នឹងយើងមើលមុខម្នាក់ស្រីហ្នឹងទៅដូចជាខឹងមិនទេនិយាយដើមគេហើយឥឡូវហ្នឹងប្តីគេមករើរឿងក៏ស្រែកយំតែម្ដងវ៉ាខ្ញុំធ្វើចិត្តណាចង្រៃជ្រៀងខ្លួនឯងជួយមើលតែមីនូនឹងម៉ៃណាត់ជួបគ្នាឬក៏មិនហេតុអ្វីបានជាគាត់ចេញទៅនៅរស់គាត់ចម្លែកអីចឹងណាមិត្តភក្តិគេហ្នឹងមកលួងទៀតថាខ្ញុំយល់ហើយខ្ញុំស្អប់មនុស្សដែលមានចរិតអ្នកមានចឹងឈប់យំទៅគេហៅឈ្មោះម្នាក់ស្រីហ្នឹងដែលគេមានឈ្មោះថាស៊ូយ៉ងហ្នឹងគេក៏បាននិយាយថាអើយខ្ញុំខឹងឯងខ្ញុំនឹងផ្ញើរូបភាពរបស់ម៉ៃទាំងអស់ហ្មងពេលនោះក៏មានមនុស្សស្រីដែលប្រហែលជាក្រុមរបស់គេឯងក៏បាននិយាយថារូបភាពស្អីគេក៏បានមកសួរថាមានរូបភាពអីគេអំពីម៉ៃហ្នឹងហើយយកមើលមកមុខម្នាក់ស្រីហ្នឹងទៅយកមកអាក្រក់មើលដល់ហើយនេះគឺជារូបរបស់ម៉ៃដែលគេបានថតបានការពិតទៅគឺជារូប CJ ជាមួយនឹងម៉ៃបានដើរទៅថតម៉ូដអីចឹងឯងមើលទៅតែក្រុមស្រីហ្នឹងក៏បានថាខ្ញុំបានថតរូបម៉ៃជាមួយនឹងអាប៉ែម្នាក់ណាទេពួកគេគឺឈរនៅក្បែរបារហើយត្រឡប់មកវិញ
មុខពួកស្រីៗហ្នឹងគឺញញឹមតែម្ដងដោយសារតែគេចាំតែទៅម៉ៃរបស់យើងនោះទេហើយនាងនិយាយចេញមកនាងនិយាយថានាងចែចង់បរោះម្នាក់នោះដើម្បីទទួលបានការងារជា model ខ្ពើមសម្ដីមែនតួចិត្តអាក្រក់ដែរនឹងអ្នកគ្នាតួចិត្តអាក្រក់ហ្នឹងហើយនាងក៏និយាយទៀតថាបើមិនដូច្នេះទេវាមិនដែលមនុស្សស្រីសាមញ្ញដូចនាងនឹងអាចលេចមុខនៅលើទស្សនាវដ្តីគេនិយាយមកនឹងភ្ជាប់មួយឃ្លាមុនណាបានន័យថាបើសិនជាម៉ៃអត់បានញ៉ែបរោះម្នាក់ហ្នឹងទេគឺគេមិនអាចលេចមុខនៅលើទស្សនាវដ្តីអីចឹងទៅតែការពិតទៅនាងស្អាតជាងពួកគេដាច់តែម្ដងចំណែនដល់ហើយណាតែឥឡូវយើងកាត់មកខាងក្រៅសាលាយើងក៏បានឃើញមនុស្សមួយក្រុមកំពុងលេងបាល់ទៀតហើយក្នុងនោះក៏មានម៉ៃជាមួយនឹងយូណាដែរម្នាក់ស្រីនេះបាននិយាយថាម៉ៃសំណាងពេលនេះបានខ្លាចទៅជាទេធីតាដ៏ស្រស់ស្អាតមករំពេចបរោះគឺចាប់អារម្មណ៍ទៅលើនាងទាំងអស់តែនៅពេលនោះម្នាក់ស្រីក្រៅដែលជាមិត្តភក្តិរបស់នាងនឹងក៏បានហៅនាងមីយាយស្អីគេនេះមើលមកនេះវាជាអីគេដោយនោះគឺជារូបរបស់ម៉ៃដែលបានដើរជាមួយ CJ មិនដឹងក្រុមស្រីម្នាក់ណាជាអ្នកផ្ញើរូបនឹងមកទេមានអត់សូវចេះឈ្មោះកូរ៉េដែរអ្នកគ្នាអាចមើលឈ្មោះនៅលើនឹងបានអ្នកខ្លះក៏ថាវាគឺជាអីគេចំណែកអ្នកក្រោមទៀតបានថានាងពាក់ឯកសណ្ឋានសាលារបស់យើងតើគឺជាម៉ៃមែនអត់ហើយនៅពេលនេះរូបរបស់ម៉ៃយើងនឹងត្រូវបានគេនិយាយដើមពេញនឹងហើយថាសោកចុយក្រុមប្រុសប៊ូលីគ្នាមើលទៅដូចសាមញ្ញទេតែបើក្រុមស្រីប៊ូលីគ្នាគឺអាក្រក់មើលខ្លាំងមែនតើនៅពេលនេះយើងក៏បានឃើញកង់បរោះម្នាក់ដែលនោះគឺជាលោកបងដំហ្គេងគាត់ក៏បានលេងស្ទាយកង់យ៉ាងលយតែម្ដងក៏បានសួរទៅអ្នកគ្រប់គ្នាថាហេទាំងអស់គ្នាតើឯងបានឃើញទេវាថាគាត់អួតសមត្ថភាពអីចឹងណាខ្ញុំគាត់និយាយអីគេទេទីបំផុតគាត់អាចធ្វើបានអីចឹងទៅជូនក៏បានជួយអបអរសាទរដំហ្គេងគាត់ថាមើលទៅពួកគេមិនបានឃើញទេគាត់ក៏ចង់សាកធ្វើម្ដងទៀតឲ្យពួកគេមើលអញ្ចឹងទៅនិយាយថាប្រយ័ត្នមើលជាប់ហើយយើងមើលមកមីនូវិញគាត់ក៏បាននិយាយទៅជូនថាច្រឡំជូនគាត់បាននិយាយមកមីនូមុនគាត់សួរពីជេថាថ្ងៃនេះជេមិនមកទៀតហើយមែនទេមីនូថាខ្ញុំគិតថាគាត់មិនអាចមកបានទេព្រោះគាត់ខ្លាចឪពុកម្ដាយរបស់គាត់និយាយដំគាត់ស្រែកថាមើលមកគាត់ទាំងអស់គ្នាតែមីនូបានប្រាប់ទៅជូនថានិយាយចឹងខ្ញុំបារម្ភអំពីម៉ៃថ្មីនេះហើយគាត់និយាយទៀតថាពាក្យចាំបារម្ភទាំងអស់ហ្នឹងនឹងធ្វើឲ្យម៉ៃរបស់យើងនឹងបបាក់ហ្នឹងឯងនិយាយទៅហើយមីនូក៏និយាយប្រាប់ជូនអំពីពាក្យចាំបារម្ភហ្នឹងថាម៉ៃមាន Sugar Daddy អញ្ចឹងទៅនិយាយទៅអ្នកនៅក្នុងសាលាហ្នឹងនិយាយដើមម៉ៃថាម៉ៃហ្នឹងមាន Sugar Daddy ទើបអាចខ្លាចទៅជា model បានណានិយាយទៅសាហាវខ្លាំងមែនទេហើយគាត់ក៏និយាយទៀតថានៅលើពិភពលោកហ្នឹងគ្មានអ្វីគួរឲ្យខ្លាចជាងមនុស្សទេ Sugar Daddy វានៅតែអាក្រក់ប៉ុន្តែសំណាងជាង Sugar Daddy វិននីគាត់បាននិយាយថាគាត់ក៏បានឃើញដែរមីនូក៏ឆ្ងល់ថៃគេវិននីក៏ប្រាប់ថាគាត់បានឃើញនាងដើរជាមួយបរិសម្នាក់នៅពេលយប់មីនូជាមួយនឹងជូនភ្ញាក់ផ្អើលមែនតើយើងមើលទៅជូនដូចជាចង់ខឹងទៀតហើយតែឥឡូវយើងកាត់មកកន្លែងមួយសិនដែលនេះគឺជាកន្លែងរបស់ Team Go ដឹកខ្មោច Team Go ហ្នឹងមិនខ្មោចអ្នកគ្នាយើងក៏បានឃើញក្រុមហ្នឹងកំពុងនិយាយអំពីកង់គេចាប់អារម្មណ៍ទៅលើកង់អីចឹងទៅតែយើងមកមើលវាងយន្តវិញមិត្តភ័ក្តិរបស់វាងយន្តហ្នឹងគេថាគេស្ទើរតែមិនជឿទេថា Super Rocket គឺជាជ័យរបស់យើងហ្នឹងបានបង្ហាញខ្លួននៅក្នុងការប្រកួតបន្ទាប់ពីជ័យរបស់យើងនិយាយថាមិនជីកង់ទៀតទេវាងយន្តគេនិយាយថាយើងដឹងអាចង្រៃនឹងវាកុហកយើងតែពេលនោះគេក៏បាននិយាយថា alright នេះបើគេងាកទៅមើលគេក៏បាននិយាយថាតើនេះគឺជាក្មេងស្រីដែលជាសង្សាររបស់គាត់មែនទេដោយគេគិតថាម៉ៃគឺជាសង្សាររបស់ជ័យនៅពេលដែលគេទៅរកជ័យនៅសាលានេះគេក៏គិតចឹងដែរហើយក៏បានសួរទៅគេនឹងបានរូបភាពនឹងមកពីណាវាងយន្តគេថាគេគិតថាម៉ៃបានធ្វើជាតារា model ទស្សនាវដ្តីជាមួយនឹងមិត្តភ័ក្តិរបស់គាត់ជាមួយនឹងអាប៉ែ CJ ដែលជាមិត្តភ័ក្តិរបស់វាងយន្តនិយាយចេះវិញមិត្តភ័ក្តិរបស់គេនិយាយថាឃើញបែបនេះផែនដីពិតជាតូចមែនតែគេក៏ឆ្ងល់ថាហេតុអ្វីបានជាវាងយន្តសួរអំពីនាងគេក៏ជក់បរិយមកខ្សើទៀតមិត្តភ័ក្តិរបស់គេក៏ជក់ដែរហើយនៅពេលនោះមិត្តភ័ក្តិរបស់គេក៏នឹកឃើញភ្លាមហើយក៏បាននិយាយថាហេឈប់សិនតែងតើស្អីគេអ្នកគ្នាមានដឹងអត់តើអ្នកគ្នាមានចាំក្បាច់របស់វានេះអត់វាងយន្តគេនិយាយថាយើងមិនអាចស្ទូចត្រីដោយគ្មាននុយទេត្រូវទេក្បាច់របស់វិននីរបស់យើងគឺយកយូណាមកស្ទូចដំហ្គេងចំណែកឯក្បាច់របស់វាងយន្តគឺយកម៉ៃទៅស្ទូចជេនឹងឯងតែអរគុណខ្លាំងមែនតើដែលបានមើលវីដេអូឲ្យមានដល់ចប់ហ្នឹងហើយអ្នកគ្នា chapter របស់យើងក៏បានកាត់ចោលតែត្រឹមហ្នឹងហើយជិតដល់ភាគល្អមើលហើយចាំមាននេះច្រើនទៀតនោះទេយើងចាំជួបគ្នានៅវីដេអូក្រោយ chapter ក្រោយ goodbye អ្នកគ្នា Hello សួស្តីអ្នកគ្នាតើយើងមកត chapter របស់យើងទៀត Windbreaker របស់យើងហ្នឹងនៅពេលដែលវាងយន្តគាត់ចង់យកនុយមកស្ទូចជេហើយនៅពេលនេះមិត្តភ័ក្តិរបស់គាត់ក៏បាននិយាយថាតែឯងចង់ធ្វើអ្វីនឹងវាងយន្តគ្មានទេគ្រាន់តែយករូបថតមួយចំនួនមកឲ្យយើងចឹងយើងដឹងពីគម្រោងការរបស់វាងយន្តហើយយើងចាំមើលទាំងអស់គ្នាថានឹងមានរឿងអ្វីកើតឡើងយើង flashback មកក្រោយតិចសិននៅពេលដែលសេងហូគាត់កំពុងមើលជេគឺនៅពេលដែលជេគាត់បានចូលប្រកួតទៅដើមតុងហ្នឹងហើយនៅពេលនោះវាងយន្តគេក៏បានមកនិយាយថាទេតែអ៊ីនធឺណេតខ្លាំងណាស់មែនបានមកមើលគេវាងយន្តគេក៏បានផឹកមើលទៅដូចជាស្រាប៉ុន្តែសេងហូបាននិយាយថាខ្ញុំគិតថាខ្ញុំប្រហែលជាអាចរក sponsor ឲ្យគាត់បាននឹងជួយគាត់ឲ្យកាន់តែល្អ Help him go bro ហ្នឹងគឺខ្លាំងតែម្ដងហើយគាត់ក៏និយាយតទៀតថាគាត់និយាយសរសើរអំពីជ័យរបស់យើងចំណុចល្អច្រើនខ្លាំងមែនតើ admin ដឹងរៀបរាប់មិនទេ
គាត់ដឹងថាជេរបស់យើងគាត់ជីបានល្អខ្លាំងវាងយន្តគេនិយាយថាខ្ញុំគិតថាឯងវាតម្លៃលើគេខ្ពស់ពេកហើយដោយគេថាជេរបស់យើងនឹងគ្រាន់តែមានសំណាងប៉ះអ្នកអន់អីចឹងទៅហើយគេនិយាយទៀតថាបើសិនជាជេជីប៉ះគេវិញប្រកាសជាស្ពៃរបស់គេហើយសេងហូគាត់ស្ងាត់អផិតហើយក៏បាននិយាយថាឯងនិយាយលេងទេមែនវាងយន្តគាត់ថាស្អីគេសេងហូគាត់ក៏បាននិយាយថាត្រឹមកម្រិតជីអន់របស់វាងយន្តនឹងបើសិនជាប៉ះជេបានត្រូវមើលគូតជេនោះទេហើយគាត់ក៏និយាយអប់រំបន្តិចដែរថាការប៉ុណ្ណឹងមិនមែនជាអ្វីមួយដែលឯងគ្រាន់តែជឿជាក់ថាវាឈ្នះបាននោះទេកុំជឿជាក់ដោយខ្វាក់ភ្នែកតែឯងចឹងត្រូវតែចាប់ផ្ដើមដឹងអំពីកម្រិតផ្ទាល់ខ្លួនរបស់ឯងបើនិយាយស្រួលទៅកុំជឿជាក់ថាចង់ឈ្នះក៏ឈ្នះចឹងណាត្រូវដឹងតែខ្លួនឯងដល់កម្រិតណាចង់យកឈ្នះលើជេនឹងអត់ស្គាល់ជេទេវតាកង់និងមហាសនាមសិស្សសាលាសាមនីដាក់ឲ្យតែឥឡូវសេងហូគាត់ក៏និយាយតទៀតថាតើឯងគិតថាឯងអាចវាយគេបានមែនខណៈពេលដែលឯងនៅតែមិនឈប់ផឹកស្រាជក់បរិយហើយមិនមើលថែខ្លួនឯងចឹងនិយាយស្រួលទៅចង់ឈ្នះលបងជេរបស់យើងតែគេនៅតែបន្តផឹកស្រាជក់បរិយហើយនឹងមើលថែខ្លួនឯងផងមាននិយាយដាច់ហើយនឹងមិនមើលថែខ្លួនឯងផងនឹងនិយាយមើលទៅវាងយន្តគេក៏រៀងអន់ចិត្តដែរចំណែកសេងហូក៏និយាយមួយម៉ាត់ទៀតថាអ្នកចាញ់គួរអាណិតបើនិយាយទៅគឺបានន័យថាគេអន់អីចឹងណាវាងយន្តគេថា F ទ្រង់ជ្រូក 2K ហើយគេក៏ច្បាច់កំប៉ុងស្រានឹងតែម្ដងចឹងហើយបានជាគេសុកចិត្តប្រើក្បាច់ថោកទាបដើម្បីស្ទូជេគេចង់តែសមត្ថភាពហ្នឹងណាឥឡូវកាត់មកបច្ចុប្បន្នវិញគេបាននិយាយថាដោយគេថាឲ្យសេងហូនឹងមើងងាយគេចឹងទៅចឹងហើយបានជាគេចង់ប្រកួតមួយជេដើម្បីកុំឲ្យសេងហូមើងងាយចឹងណាពេលនោះគេក៏បានទេហៅ CJ តើឯងនៅការិយាល័យ model របស់ឯងឥឡូវហ្នឹងមែន CJ ថា yes ហេតុអីរបៀបឆ្ងល់ថាមានរឿងអីចឹងទៅហើយគេក៏និយាយទៅវាងយន្តថាអាហារពេលល្ងាចមែនមិនច្បាស់ដែរយើងទៅតែបញ្ចប់ការថតរូបចឹងហើយយើងទៅរើអីញ៉ាំវិញតែពេលនោះវាងយន្តនឹងនិយាយអីគេទេនឹងនិយាយអីទេធ្វើឲ្យលបង CJ យើងក៏បាននិយាយថាហ៎ពិតមែនទេចាំផ្លែតចឹងហើយគេក៏បានហៅទៅម៉ៃថា Hey ម៉ៃក៏បានឆ្លើយថា Yes គេក៏បាននិយាយថាខ្ញុំនឹងទៅទិញអាហារពេលល្ងាចឲ្យនាងប៉ុន្តែមិត្តភ័ក្តិរបស់ខ្ញុំចង់ញ៉ាំជាមួយពួកយើងតើនាងចង់ញ៉ាំអាហារពេលល្ងាចជាមួយគាត់ទេហើយខ្ញុំត្រូវនិយាយជាមួយនាងអំពីវត្ថុមួយចំនួនពេលដែលយើងកំពុងញ៉ាំផងដែរតើនាងគិតយ៉ាងណាដែរម៉ៃថាអូខេប្រកបណាស់ហើយនៅពេលនេះយើងកាត់មកខាងក្រៅយើងក៏បានឃើញវាងយន្តជាមួយនឹងមិត្តភ័ក្តិរបស់គេនឹងកំពុងអង្គុយនឹងកន្លែងអីទេប្រហែលជាហាងញ៉ាំអាហារអីគេហើយគេក៏បាននិយាយថាពួកឯងចូលមកទីនេះមកហើយ CJ របស់យើងក៏បាននិយាយថាហេតែនេះជាអ្វីយើងគិតថាឯងគ្រាន់តែចង់ញ៉ាំអាហារទេហេតុអីបានជាឯងផឹកនៅកន្លែងហ្នឹងដែរនៅកន្លែងបែបនេះរបៀបចឹងណាចំណែកម៉ៃក៏បាននិយាយរាក់ទាក់ដែរសួស្ដីចឹងទៅវាងយន្តគេក៏បានសួរទៅម៉ៃថាពួកយើងបានធ្លាប់ជួបគ្នាពីមុនតើនាងគឺជាមិត្តភក្តិរបស់ជេមែនទេម៉ៃចាប់ផ្ដើមរៀងភ័យហើយនាងក៏បាននឹកឃើញថានៅមុខសាលាដែលយើងដឹងហើយវគ្គមុនហ្នឹងគេមករកជេដល់មុខសាលាហ្មងអេដមីនសរសើរលោកបងឆ្កែហ្នឹងគាត់បិណ្ឌព្រុសមកព្រុសឡើងដល់ម៉ោង9យប់ហើយមិនប្រកាសចិត្តដូចជាអស់ទេប្រហែលជាគាត់ខូចចិត្តរឿងស្នេហាហើយយ៉ាងរឿងឆ្កែឆ្មាយើងកងខ្វល់យើងមកមើលលោកបង CJ គាត់បាននិយាយថាតើអ្នកទាំងពីរស្គាល់គ្នាមែនហើយពួកគេក៏បាននិយាយគ្នាវាងយន្តគេនិយាយថានាងគឺជាម៉ៃមែនទេខ្ញុំបានឃើញនាងចិត្តបែបនេះពិតជាស្រស់ស្អាតខ្លាំងណាស់របៀបថាឃើញម៉ៃនៅចិត្តចឹងគឺស្រស់ស្អាតខ្លាំងណាស់តែមាននិយាយមិនចង់ចេញខ្ញុំគិតថានាងគឺជាមនុស្សពីរផ្សេងគ្នានៅពេលដែលនាងដោះវ៉ែនតារបស់នាងចេញពាក្យហ្នឹងគឺលឺច្រើនមែនតើដោយសារតែម៉ៃរបស់យើងនឹងពេលដោះវ៉ែនតាគឺពិតជាស្រស់ស្អាតមែនតើហើយវាងយន្តហ្នឹងគេខិតចូលម៉ៃហើយម៉ៃក៏បានរើដៃរាំងដែរហើយគេបាននិយាយថាល្អចង់ផឹកទេស្រាបៀរសូជូហើយនិយាយទៅចាំបាច់ខិតចូលមករកស្អីម៉ៃបាននិយាយថាអត់ទេខ្ញុំនៅរៀងខ្ញុំជាសិស្សហើយខ្ញុំមិនអាចផឹកបានទេ CJ គេស្ដីឲ្យថាហេឯងល្ងងទេឯងដឹងអត់ថានាងនៅរៀនវិទ្យាល័យហើយនិយាយថាមកញ៉ាំអីតែបើសិនជាឯងនៅតែបន្តធ្វើបែបហ្នឹងទៀតយើងទាំងពីរនឹងចាក់ចេញពីកន្លែងនេះមើលទៅ CJ ដូចជាល្អជាងវាងយន្តឈ្មោះស្តៀង TJ តែដូចជាមិនអាក្រក់ដូច TJ នោះទេវាងយន្តហ្នឹងគេក៏ពពួកក្មេងខូចទៀតហើយគេបាននិយាយថាបញ្យល់អត់ចេញទេអ្នកគ្នាយើងរំលងតែម្ដងទៅពាក្យមកឃ្លាទេតែដូចពិបាកយល់ដល់ហើយការមុននឹងសបោក្មេងៗស្រែករំខានពេកចឹងទៅផ្ដោតអារម្មណ៍ហើយក៏អានចេញមើលមិនយល់អីចឹងណាចឹងហើយយើងមកបកស្រាយនៅពេលនេះហ្មងទៅវាងយន្តហ្នឹងគេបាននិយាយថា come on អញ្ចឹងមិនក្មេងទាំងអស់តែតែផឹកដោយសម្ងាត់ត្រូវអត់បែបអញ្ចឹងនិយាយទៅគឺចង់ផឹកលាក់នឹងឯងកុំឲ្យគេដឹងទៅគឺចប់រឿងហើយឥឡូវគេក៏បាននិយាយថាមិនអីទេតោះចប់ត្រឹមហ្នឹងបានហើយយកសាច់ជ្រូកបន្តិចទៅហើយគេក៏បាននិយាយថាគេសុំទោសចំពោះការនិយាយលេងនៅមុខសាលារបស់គេពីមុននៅមុខសាលារបស់ម៉ៃពីមុនណាហើយគេក៏បាននិយាយទៀតថាមិត្តប្រុសរបស់នាងគឺជាអ្នកជិះកង់ដ៏ល្អម្នាក់ខ្ញុំចង់មានការប្រណាំងដាច់ដោយឡែកជាមួយគាត់ក្រុមរបស់ពួកយើងក៏ស្ថិតនៅក្នុងកម្មវិធីប្រកួតនោះដែរម៉ៃបាននិយាយថាទោះជាយ៉ាងណាក៏ដោយមិនចាំបាច់ទៅបង្ហាញមុខនៅសាលារបស់ខ្ញុំទេហើយកុំធ្វើសកម្មភាពគួរឲ្យខ្លាចបែបហ្នឹងហើយគាត់មិនមែនជាមិត្តប្រុសរបស់ខ្ញុំទេគាត់និយាយទៅជេណានិយាយទៅម៉ៃនិយាយថាលោកបងជេហ្នឹងមិនមែនជាសង្សាររបស់នាងទេតែកាលនោះខ្ញុំនិយាយរៀងវល់តិចឯងបាងយន្តគេក៏ថាតើគេមិនមែនជាមិត្តប្រុសរបស់នាងទេហើយគេក៏បានសុំលេខទូរស័ព្ទរបស់ជេហើយគេនិយាយទៀតថាឆ្កែអើយអីក៏លូមុំហ៎ព្រោះទៀតឃើញអត់ដឹងវាកើតស្អីវាទេម៉ោង10ហើយអ្នកគ្នាស្ដាប់វាព្រោះតិចហើយណា
lượt pru là hốt chọp trong bay mau hot chết chưa làm đó sao mà nè kia rồng khan mền tan làm đó nè nè cái này khởi nhật ca năng cứ miên ấy rồng khan nhung pe kha dục sky ngay mình đưa hay nhung ở server cái bắt đầu làm thế bà kia rồng khan cứ đăng tà vò lấy chờ ngay ban chỉ nhung bộ prai bịa kha kho để ra ta ắt ban bắt đầu làm bà chưa ta lời riêng ngắt tí dương to mà say đưa vào dương quên nửa bên ní vang yon cái ban gì tha chọn đại giả ròm mà chứ bộ dương và hai chia từ mở ca và nam xem tiêu chỉ ra nửa bên hàng một chẳng ấy chấm sôm score còn bật thêm tiện dễ toàn chọc tê pro là hốt thêm đâu thôi như này đông thà việc pro rừng ấy và tại miền gì rừng mũi tiệt cứ tha nơi các bạn đang cứ lưu sờ lệnh smooth cái hai sờ lệnh bon shop á nè gì tơ trong pro sport thì sao nó không có tôi miền gì tao mình anh thế cứ tha là nghĩ anh miền lưu sờ lệnh micro hay dục láng sky pro hoạt chụp pro trong bay bùn mau ngay là lỡ mong đọc mùi này tì ấy khởi nhận với pro hoạt chụp thìในក្នុងភាគនេះខ្ញុំរៀនល្អច្រើនតិចតែដោយសារតែអារម្មណ៍ខ្ញុំវា emotional រៀងខ្លាំងយ៉ាងអីបាក់អញ្ចឹងអីហើយកាលនោះខ្ញុំសតដែរបាទខ្លាចខ្មោចបញ្ចូលទាំងអារម្មណ៍ក៏ខ្លាចខ្មោចឡើងញ័រហើយព្រឺសបល់អីផងយ៉ាប់ហ្នឹងហើយមានសុំទោសទេអ្នកដែលអត់សូវចូលចិត្តល្អប៉ុន្តែខ្ញុំនឹងវាមិនដឹងអាម៉េចវាចេះតែល្អរហូតពេលខ្លះទាស់ចិត្តបន្តិចក៏ល្អដែរចឹងហើយសុំទោសបើសិនអ្នកគ្នាអត់ចូលចិត្តចរិតរបស់ខ្ញុំដោយសារធ្វើមិនបើចរិតរបស់ខ្ញុំវាអញ្ចឹងចរិតរបស់ខ្ញុំរៀលចឹងឯងបើខ្ញុំអត់ពេញចិត្តខ្ញុំនិយាយត្រង់ហើយនិយាយទៅមនុស្សត្រង់ដូចបន្ទាត់តែឡើយយើងចូលមកសាច់រឿងហ្មងទៅទោះបីជាអត់មានពេលខ្លះឆ្កែវាព្រោះទៅយើងដាច់ចង្វាក់យើងកំពុងតែគិតចឹងទៅវាព្រោះទៅយើងបាត់អស់លីងមកវ៉ាងយ៉នគេសុំលេខទូរស័ព្ទរបស់ជេចំណាម៉ៃក៏បានឲ្យដែរហើយមិត្តភ័ក្តិរបស់គេក៏បានលួចថតម៉ៃគាត់ឃើញប៉ុណ្ណឹងដឹងតែបញ្ហាទៀតហើយឥឡូវយើងកាត់មកផ្ទះរបស់ជេវិញនៅពេលនេះមីនូក៏បានស្រែកមកជេថាហេតែឯងនឹងទេថាមានពាក្យចាំអារាមជាច្រើនអំពីម៉ៃពេលដែលម៉ៃទៅសាលាថ្មីនេះអត់មាននិយាយប្រយោគមិនពេញទេដោយសារតែរៀងវល់ទៅហើយឆ្កែព្រោះហងអីផងដាច់ច្បាស់អស់លីងមីនូគាត់អត់សុខចិត្តទេគាត់អង្គុយលូតែម្ដងនិយាយអំពីពាក្យចាំអារាមអំពីម៉ៃប្រាប់ទៅជេច្រើនមែនតើគាត់ថាគាត់ចង់មានរឿងមួយពួកនឹងទៀតណាអ្នកគ្នាមានចាប់អារម្មណ៍អត់សភៅដែលជេមើលគឺជារឿង Windbreaker នឹងឯងអ្នកគ្នាឃើញខ្ញុំនិយាយខដូចខ្ញុំថាចឹងអាពេលនោះអារម្មណ៍ពងវល់ខ្លាំងមែនតើងុយដេកផងខ្លាចផងហើយឆ្កែរំខានផងទៀតដល់ចឹងនិយាយខុសទៅពីហ្មងគឺលោកបងមីនូគាត់កំពុងមើលសភៅ Windbreaker ណាតែនៅពេលនោះមីនូក៏បានភ្ញាក់តែម្ដងដោយសារតែទូរស័ព្ទមកពីសារមន្ទីររបស់ J-Ro គាត់ក៏បានស្រែកថាហេហេតុអ្វីបានជាឯងមិនកុំចាត់ទូរស័ព្ទឯងចោលទៅតែឯងប្រើទូរស័ព្ទ 2G មែនរាល់ថ្ងៃហ្នឹងហើយគាត់ថាចាប់ផ្ដើមផ្លាស់ប្ដូរទូរស័ព្ទថ្មីទៅនៅពេលដែលបានទទួលបានរង្វាន់អំពីការប្រកួតហើយគាត់ដៀលថាជេនឹងគឺជាមនុស្សចាស់បុរាណអីចឹងទៅជេរបស់យើងគាត់មិនបានខ្វល់អីនោះទេតែយើងកាត់មកវ៉ាងយ៉នវិញគេក៏បានខលមកជេចំណែកសាច់រឿងរបស់យើងគឺបានកាត់ចោលតែត្រឹមនឹងហ្នឹងហើយអ្នកគ្នា chapter ហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេយើងចាំជួបគ្នានៅវីដេអូក្រោយទៀត chapter ក្រោយទៀតយល់ដែរអ្នកគ្នា Hello សួស្តីអ្នកគ្នាតែយើងមកតសាយរឿង Windbreaker របស់យើងទៀតដោយតសាយរឿងរបស់យើងហ្នឹងយើងក៏បានឃើញវ៉ាងយ៉នគាត់ខលទៅជេដោយគាត់បាននិយាយថាយើងមិនគិតថាឯងបានជីទៀតទេប៉ុន្តែបន្តមកឯងបែបជាបង្ហាញខ្លួននៅក្នុងការប្រកួតឯងមិនគួរកុហកមនុស្សចាស់ទេគឺមានន័យថាគេគិតថាជេមិនបានជីកង់ទៀតទេតែបែបជាបង្ហាញខ្លួននៅក្នុងការប្រកួតហើយមិនបានកុហកមនុស្សចាស់ដូចជាគេអញ្ចឹងណាយើងកាត់មកមើលផ្ទះរបស់ជេយើងក៏បានឃើញមីនូគាត់កំពុងលេងមួយចែកហើយយើងក៏បានឃើញជេគាត់សួរថាណាគេនឹងវ៉ាងយ៉នគេបាននិយាយថាយើងបានធ្លាប់ឃើញគ្នាម្ដងហើយនៅមុខសាលារបស់ឯងហើយគេក៏និយាយរំលឹកជេថានៅពេលដែលយើងបាននិយាយថាចង់មានការបណ្ណាំងជាមួយឯងដោយផ្ទាល់តែឯងបាននិយាយថាឯងមិនជីកង់ទៀតទេចាំនៅជេគាត់ស្ងាត់មកផ្លែតវ៉ាងយ៉នក៏និយាយតថាយើងបានសែនរូបថតឲ្យឯងមុនហ្នឹងតែឯងបានឃើញវាទេហើយអ្នកទាំងអស់គ្នានិយាយមើលជេគាត់បានមើលរូបភាពហ្នឹងអត់លើនេះជេបាននិយាយថាទូរស័ព្ទរបស់ខ្ញុំមិនមានមុខងារសម្រាប់បង្ហាញរូបភាពទេវ៉ាងយ៉នគេក៏ភ្ញាក់បានតែម្ដងហាស្អីគេមិនអាចមើលរូបភាពអ្នកគ្នាគិតមើលទូរស័ព្ទរបស់លោកបងជេនឹងគាត់មើលរូបភាពតាមណាជេគាត់និយាយតទៀតថាដល់ម៉ោងគេហើយអញ្ចឹងឯងកុំមកញ៉ៃញ៉ៃមួយខ្ញុំជប់ធ្វើបាបខ្ញុំទៀតទៅតែវ៉ាងយ៉នដោយសារតែយករូបភាពគម្រាមអត់បានឥឡូវក៏និយាយគម្រាមម្ដងថាឯងចិត្តស្និទ្ធជាមួយនឹងនារីម្នាក់គឺម៉ៃមែនទេនៅពេលដែលយើងបានឃើញគ្នាលើកមុនឃើញគ្នានៅមុខសាលាអ្នកគ្នាវ៉ាងយ៉នក៏បន្តគម្រាមទៀតថាយល់អគួរតែចេញមកក្រៅយប់នេះបន្តិចមកបែរមិនចង់ឲ្យនាងចូលរួមដែរចូលរួមអីគេចង់ឲ្យម៉ៃបណ្ណាំងកង់ដែរមែនទេគឺយកសមត្ថភាពរបស់ម៉ៃមកគម្រាមអញ្ចឹងណាហើយគេក៏និយាយបញ្ជាក់ទៀតថាយើងមិនបាននិយាយលេងទេឥឡូវនេះជ័យរបស់យើងគាត់ក៏លេចមើលមីនូដែលកំពុងលេងឆ្មាហ្នឹងដោយសារតែកាន់ចែកញ៉ៃញ៉ៃពេកចែកក៏បានខ្វាច់មុខតែម្ដងតែនៅពេលនេះជ័យបាននិយាយទៅមីនូថាខ្ញុំនឹងចេញទៅក្រៅបន្តិចមីនូឆ្ងល់ក៏បានសួរតែឯងទៅណានៅម៉ោងនេះរបៀបថាម៉ោងយប់អីចឹងទៅជ័យរបស់យើងអត់តបទេតែយើងមើលមុខមីនូទៅឆ្មាខ្វាច់ដល់ហើយមីនូគាត់ឆ្ងល់ថាតែគេនឹងចេញទៅជួបមនុស្សស្រីរបស់គេមែនគឺចែវ៉ាងយ៉នហ្នឹងតែឥឡូវយើងកាត់មកខាងក្រៅជ័យក៏បានចេញមកខាងក្រៅហ្នឹងយើងក៏បានឃើញវ៉ាងយ៉ននឹងមិត្តភក្តិរបស់គេចាំទទួលដូចគ្នា
បងយន់ក៏បាននិយាយថានេះឯងមកនេះមើលលើជ័យគាត់បានដើរទៅហើយផ្លែតក្រោយមកគេក៏បានឲ្យរូបថតឲ្យគេថតហ្នឹងគេក៏បាននិយាយច្រើនមែនតើគេថា CJ Kim និង Mai បានធ្វើការជាមួយគ្នានៅពេលថ្មីនេះអីចឹងទៅតែយើងកង្វល់ច្រើនវ៉ាងយន់ក៏បាននិយាយគំរាមថាខ្ញុំសង្ឃឹមថាពួកគេនឹងគ្មានអ្វីលើសពីនឹងណាបាទនិយាយស្រួលទៅវាថា Mai ហើយជាមួយនឹង CJ ធ្វើអីលើសពីនឹងអីចឹងទៅជ័យក៏ថាឈប់និយាយចឹងទៅវ៉ាងយន់ថាត្រូវហើយខ្ញុំនឹងធ្វើឲ្យវាសាមញ្ញទេតែគេនិយាយគំរាមទៀតហើយថាយកកង់របស់ឯងចេញក្រៅពេលយប់ស្អែកតោះប៉ណ្ណាំងមួយគ្នាបើសិនជាឯងបដិសេធម្ដងទៀតនៅពេលនេះរូបភាពដែលឯងកំពុងមើលនឹងអាចនឹងត្រូវបានគេបង្ហោះនៅក្នុង website របស់សាលាគឺរូបភាពរបស់ម៉ៃនឹងបានផុសនៅក្នុង website នៅថ្ងៃស្អែកបើសិនជាជ័យគាត់បដិសេធលើគេក៏និយាយទៀតថាខ្ញុំនឹងហៅវាថាសើមកពីសាលាសាន់នេះបានផឹកស្រាជាមួយបរិសនៅពេលយប់តែឯងគិតយ៉ាងម៉េចដែររបៀបថាបើសិនជាគេយករូបនឹងទៅផុសគេនឹងសរសេរចំណងជើងរបៀបនឹងលើអានយ៉នគេនិយាយទៀតថាវាជារូបភាពដ៏ល្អឥតខ្ចោះសម្រាប់អ្នកដទៃគិតខុសទៅលើនាងមែនទេគឺបានន័យថាបើសិនជារូបភាពនឹងត្រូវបានផុសក្នុង website អ្នកដទៃទៀតមិនដែលគិតម៉ៃក្នុងផ្លូវល្អនោះទេគេដើរយកដៃទៅដាក់លើ smart ជ័យហើយបាននិយាយទៀតថាឯងមិនបាច់បខំខ្លួនឯងឲ្យមកនោះទេឯងអាចជ្រើសរើសបានតាជ័យគាត់និយាយចង់ខឹងថាតើឯងចាំបាច់ត្រូវអូសទាញមិត្តភក្តិរបស់យើងចូលទៅក្នុងរឿងនឹងដែរមែនវាងយន់គេនិយាយថាបើសិនជាឯងនិយាយថាឯងនឹងជិះជាមួយយើងតាំងពីដំបូងពួកយើងអាចបញ្ចប់រឿងនេះដោយមិនចាំបាច់ពាក់ព័ន្ធជាមួយណាគេទេហើយគេក៏បានដើរចេញនឹងនិយាយទៀតថាយើងនឹងលុបរូបភាពបើសិនជាឯងមកនៅថ្ងៃស្អែកចង្អីឯងគិតឲ្យបានមកចត់មុននឹងឯងសម្រេចចិត្តហើយគេទាំងពីរនាក់ក៏បានដើរចេញបាត់ទៅជ័យរបស់យើងមើលទៅគាត់ខឹងមែនតើក្តាប់ដៃឡើងខ្ទេចរូបថតហ្នឹងហើយនិយាយទៅដូចអ្នកគ្នាដឹងអញ្ចឹងថាជ័យរបស់យើងក៏មានចិត្តលួចស្រឡាញ់ម៉ៃដែរហើយនៅពេលដែលឃើញវាងយន់ចង់មករើរឿងហើយអញ្ចឹងគាត់អត់មានអារម្មណ៍ល្អនោះទេឥឡូវយើងកាត់មកថ្ងៃស្អែកនៅសាលាសាន់នេះយើងក៏បានឃើញលោកបងដំហ្គេនឹងមិនដឹងគាត់កើតអីទៀតទេក៏បានធ្វើការគេនៅក្នុងថ្នាក់តែម្ដងយូណាគាត់ខឹងគាត់ក៏បាននិយាយថាតើមានរឿងអ្វីកើតឡើងជាមួយនឹង homeless នេះ homeless នឹងគឺអត់មានផ្ទះហើយនាងនិយាយទៀតថាតើគាត់គិតថាបន្ទប់រៀននេះគឺជាបន្ទប់រស់នៅរបស់គាត់មែនហ៎ហេតុអ្វីបានជាគាត់មកដេកនៅកន្លែងនេះពេលបាយថ្ងៃត្រង់វិញហើយចូលមកស្អីគ្រប់យ៉ាងនៅនឹងហ្មងនិយាយស្រួលទៅម៉ោងបាយថ្ងៃត្រង់នឹងដំគាត់មកគេងហើយនៅពេលដែលយូណាបន្ទាប់ពីបាយថ្ងៃត្រង់មកវិញគឺឃើញស្អីពេញនឹងមកម៉ែនិយាយថាដំប្រកាសណាស់មិនមែនជាមនុស្សធម្មតាទេហើយនៅពេលនោះក៏មានក្មេងម្នាក់ទៀតបានមកហៅម៉ៃថាហេម៉ៃអញ្ចឹងទៅគឺគេហៅនឹងគឺគេចង់ឲ្យស្ករគ្រាប់នេះតែគេទិញនៅហាងកាហ្វេណាហើយគេក៏បានសួរម៉ៃនឹងចូលចិត្តរសជាតិស្អីណានៃទៀតអើយមីនូនៅប្រហែលជាមានរឿងទៀតហ្នឹងម៉ៃក៏បានយកស្ករគ្រាប់នឹងដែរដែលចំណូលចិត្តរបស់នាងនឹងគឺនៅតែ strawberry ដដែលយូណាថាអូយនាងឥឡូវហ្នឹងកំពុងតាល្បីហើយនៅពេលឥឡូវហ្នឹងម៉ៃនិយាយថានាងស្អាតជាងមុនអីចឹងក្មេងៗគេមកញ៉ែព្រាតែម្ដងចំណែម៉ៃវិញថាគ្មានផ្លូវទេតែនៅពេលនោះក៏មានសលេងមនុស្សស្រីមួយចំនួននិយាយនៅក្បែរហ្នឹងពួកគេនឹងមកនិយាយឌឺដងសើចចំអកអីចឹងទៅនិយាយទៅគ្នាគេរបៀបឌឺថាតើខ្ញុំគួរសាកល្បងយកបរិសចំណាស់ណាដែលជោគជ័យដែរទេបាក់បញ្យល់មែនតើអ្នកគ្នាយល់អត់របៀបថានិយាយទៅមិត្តភក្តិប៉ុន្តែចង់ឌៀមដាមឬក៏ឌឺដងទៅឲ្យម៉ៃឥឡូវហ្នឹងគេក៏និយាយទៀតថាណាទៅដឹងយើងអាចនឹងទទួលបាន sponsor ខ្លះទៅជា entertainer ឬក៏តារាល្បីដែរ entertainer ហ្នឹងដូច entertainment ដែរអ្នកគ្នាតែមិនបានស្រាវជ្រាវច្បាស់ទេយើងតសាច់រឿងរបស់យើងទៀតហ្មងទៅហើយគេបាននិយាយឌៀមដាមទៀតថាគឺដូចនរណាម្នាក់ដែលខ្ញុំស្គាល់និយាយស្រួលទៅគឺឌៀមដាមមកឲ្យម៉ៃហ្នឹងឯងយូណានាងក៏រៀងទៅដែរក៏បាននិយាយថាតើឯងនិយាយនឹងចង់និយាយឲ្យណាគេម្នាក់ស្រីនឹងនិយាយថាតើឯងចង់មានន័យថាម៉េចខ្ញុំកំពុងនិយាយពីខ្លួនឯងហើយស្ដាប់ទៅវាដូចជាណាម្នាក់ដែលខ្ញុំស្គាល់តើពេលនោះសេលីបានដើរមកនឹងនិយាយថាដើរចេញទៅមកខាងទៅយើងមកយកសភៅរបស់យើងពី locker របស់យើង locker នោះដូចជាទូគឺទូដាក់អីវ៉ាន់អីចឹងទៅតែយើងមើលមកម៉ៃរបស់យើងនាងអន់ចិត្តខ្លាំងមែនតើជ័យដែលនៅក្បែរនឹងគាត់ក៏បានឃើញដែរហើយនឹងបាននឹកឃើញដល់ម៉ៃដែលត្រូវបានពួកនឹង bully កាលពីមុនដែរឥឡូវយើងកាត់មកផ្ទះរបស់ជ័យនៅពេលយប់យើងក៏បានឃើញចែកជាមួយនឹងលោកបងជ័យជាមួយនឹងលោកបងកៃក៏បានសួរទៅលោកបងជ័យថាតើបងឯងឈ្គួតទេអីបងឯងពងឲ្យយកកង់បងឯងទៅណាម៉ាក់ចិត្តមកដល់ផ្ទះហើយណាជ័យក៏បាននិយាយថាគាត់នឹងត្រឡប់មកវិញបន្តិចទៀតហ្នឹងរបៀបថាគាត់នឹងមកវិញឆាប់ហ្នឹងកៃក៏បាននិយាយថាជួបបើសិនជាម៉ាក់ដឹងថាបងឯងជិះកង់និយាយប៉ុណ្ណឹងស្រាប់តែគាត់ភ័យតែម្ដងភ័យចាក់ច្រមុះឡើងឈាមច្រមុះបាត់ហើយគឺដោយសារតែម៉ាក់របស់ជ័យគឺគាត់នៅពីក្រោយហ្នឹងឯងម៉ាក់របស់ជ័យមកក៏បាននិយាយថាតើឯងប្រញាប់យកកង់របស់ឯងជិះទៅណាឯងមិនទាន់បានដូរសំបីតែឯកសណ្ឋានរបស់ឯងយើងប្រាប់ឯងហើយកុំជិះកង់របស់ឯងរហូតដល់ពេលដែលឯងទៅរៀននៅសាកលវិទ្យាល័យបានទេតើបន្ទុករបស់ឯងសម្រាប់ការប្រឡងឆមាសវគ្គផ្ដាច់ព្រាត់នឹងយ៉ាងម៉េចដែរចូលទៅក្នុងឥឡូវនេះហើយសិក្សា
និយាយទៅអត់និយាយអីច្រើនទេបខំឲ្យតែរៀនតែម្ដងជេបើយើងអត់ស្ដាប់នោះទេម៉ាក់បើគាត់ក៏បានស្រែកទៀតថាហេតែឯងបានស្ដាប់យើងអត់ហ្នឹងជេបើយើងក៏យកមួកជីកង់ទៅតែម្ដងម៉ាក់បើគាត់ក៏បានស្រែកថាមិនអីទេបើសិនជាឯងចាក់ចេញទៅឥឡូវហ្នឹងកុំគិតថានឹងត្រឡប់មកផ្ទះវិញយល់ទេហើយមានអ្នកចង់បញ្ចេញប្រទេសអីច្រើនទៀតនោះទេហ្នឹងហើយអ្នកគ្នាពាក្យហ្នឹងគឺមានតែប៉ុណ្្នឹងហើយនៅចុងបញ្ចប់ហ្នឹងគឺមានតែពាក្យខ្ញុំល្អូនោះទេតែយើងមិនបាច់ស្ដាប់ទេហ្នឹងហើយកាលមុនហ្នឹងខ្ញុំយករឿងផ្ទាល់ខ្លួនមកល្អូឲ្យអ្នកគ្នាស្ដាប់តែបើថាអ្នកគ្នាស្ដាប់ទៅយល់អ្នកអាក្រក់មកតើស្អីរឿងរបស់យើងក៏បានកាត់ចោលត្រឹមហ្នឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀត chapter ហ្នឹងគឺមានតែប៉ុណ្្នឹងទេ Goodbye Hello សួស្តីអ្នកគ្នាតោះយើងមកតស្អីរឿង Win Breaker របស់យើងទៀតយើងក៏បានឃើញ Minu គាត់បន្ទាប់ពីជីកង់ហើយនឹងក៏មករើមួយទឹកហើយនឹងញ៉ាំ ice cream របស់គាត់ទៀតហើយយើងក៏បានឃើញកាយចូលក៏កំពុងមើលរឿងឆ្មារបស់គាត់តែពេលនោះ Minu បាននិយាយថាហេអូនណាតើបងប្រុសរបស់ឯងនៅណាកាយចូលបាននិយាយថាខ្ញុំមិនដឹងទេថ្មីនឹងគាត់អត់សូវមានអារម្មណ៍ល្អឥឡូវនឹងទៅតែរត់ចេញពីផ្ទះអីគេគាត់រត់ទៅណាតែឯងកំពុងនិយាយពីអីហ្នឹងកាលមុនខ្ញុំរៀងទាន់ហន់បាទសម្រាប់អត់សូវវយល់អីច្រើននោះទេនិយាយទៅ Minu ឆ្ងល់ថាលបងចៃនឹងរត់ទៅណាតែឯងកំពុងតែនិយាយអំពីអីសួរទៅកាយចឹងណាតែឥឡូវយើងមកមើលក្រុមបវាងយន្តវិញគេត្រៀមបន្ថៅរួចបាត់ហើយបន្ថៅមិនអាញូអ្នកគ្នាគេក៏បាននិយាយថាតើឯងប្រកួតនៅពេលណាយើងចង់បំផ្លាញកង់ដល់ហើយគេថាពេលដែលគេដាក់ម៉ាញញូទៅលើស៊ុំរបស់កង់នឹងគេមានអារម្មណ៍ថារំភើបចិត្តហ្មងហើយយើងក៏បានឃើញវាងយន្តនឹងមិត្តភក្តិរបស់គេនឹងកំពុងតែឈើមើលមិត្តភក្តិរបស់គេក៏បាននិយាយថាហេចង់យកថ្នាំប្រើខ្លះអត់មុនការប្រកួតវាងយន្តគេថាថ្នាំកុំធ្វើបាបយើងមើលឯងគិតថាយើងអាចត្រូវបានគេទាត់ដោយសារតែក្មេងវិទ្យាល័យចឹងមែនគេមើលងាយក្មេងវិទ្យាល័យតែអត់ដឹងថាក្មេងវិទ្យាល័យនេះជំនាញជិះកង់មិនធម្មតានោះទេមិត្តភក្តិរបស់គេក៏បាននិយាយទៅវិញថាយើងមិនមែនចង់មានឯបែបហ្នឹងទេឯងសាកគិតមើលអំពីការប្រណាំងរបស់គាត់ពីមុនគាត់ហាក់ដូចជាមនុស្សម្នាក់ដែលយើងមិនគួរមើលស្រាលនោះទេហើយគេនិយាយទៀតថាឯងសាកធ្វើបែបហ្នឹងមើលបើសិនជាឯងចង់ឈ្នះគេ Super Rocket ស្អីគេគ្មានស្អីទេរបៀបថា Super Rocket ហ្នឹងអីគេរបៀបចឹងវាងយន្តគេមានដំណួតដដែលគេក៏បាននិយាយថាខ្លាចសាលាវិទ្យាល័យមួយយើងមិនដែលចាញ់នៅពេលប្រកួតនៅលើទឹកដីរបស់យើងទេហើយនៅពេលនោះមិត្តភក្តិរបស់គេបាននិយាយទៀតថាពិតណាយើងមិនគិតថាឯងនឹងចាញ់នោះទេអញ្ចឹងយើងគ្រាន់តែនិយាយលេងទេតែនៅពេលនេះគ្នារបស់គេក៏បានស្រែកថាគាត់មកហើយគ្នារបស់វាងយន្តថាហាតែគេមកបន្ទាប់ពីសាលាមែនមើលទៅគេមិនតាន់ដូរកៅអៅរបស់គេផងហ្នឹងយើងមើលមកជ័យរបស់យើងគាត់ដើរមកទាំងអំណាចតែម្ដងវាងយន្តគេនិយាយថាឯងចូលមកជ័យរបស់យើងអត់មាត់អីនោះទេហើយឥឡូវនេះយើងក៏បានលើកសលេងបញ្យល់អំពីការប្រកួតដឹងស្អីខ្លះទេតែពេលនេះវាងយន្តគេបាននិយាយថាយើងរៀងភ័យតិចដែរនៅពេលដែលបានប្រកួតជាមួយនឹង Super Rocket មួយស្មើបែបនេះជ័យរបស់យើងក៏បានរៀបចំខ្លួនដែរវាងយន្តក៏បាននិយាយថានេះយកវាទៅហើយគេនិយាយទៀតថាខ្ញុំមិនដែលមានកម្រងមកហោះរូបភាពនេះនោះទេនេះគឺជាឯកសារបំរុងទុកកិច្ចព្រមព្រៀងរបស់យើងរួចរាល់ហើយឥឡូវនេះហើយគាត់ក៏បានឲ្យអានឹងទៅឲ្យជេហើយគេនិយាយអំពីផ្លូវនឹងគឺវាមិនមែនផ្លូវស្រួលនោះទេចឹងហើយឲ្យជេទុកវាស្រួលបួលប្រយ័ត្នជ្រុះអីចឹងទៅហើយវាងយន្តក៏បានឲ្យកដាស់មួយដើម្បីស្រួលមើលផែនទីអីចឹងទៅគេថាអត់មានច្បាប់អីច្រើនទេណាគេទៅដល់សួននឹងមុនគឺឈ្នះហើយគេក៏បាននិយាយថាសម្រាប់កង់អ្នកទី2នឹងត្រូវបំផ្លាញនិយាយស្រួលទៅណាគេចាញ់នឹងត្រូវបំផ្លាញកង់អីចឹងណាជេគាត់ថាបំផ្លាញយើងស្មានតែគ្រាន់តែជាការប៉ុណ្ណាវាងយន្តគេថាមនុស្សដែលខ្ញុំពិបាកយល់បំផុតក្នុងពិភពលោកនេះគឺជាអ្នកដែលមិនហ៊ានភ្នាល់នៅពេលដែលពួកគេលេងហ្គេមការភ្នាល់ធ្វើឲ្យហ្គេមកាន់តែរំភើបនិងគួរឲ្យចាប់អារម្មណ៍មែនអត់មែនបងមែនសាកទៅចឹងលើគេក៏និយាយទៀតថានិយាយស្រួលទៅយើងត្រូវខំប្រឹងខ្លាំងនឹងឯងដោយសារខ្លាចខូចកង់ចឹងហើយយើងត្រូវតែប្រកាសថាខ្លួនឯងឈ្នះណាគឺគេនិយាយថាអ្វីដែលឯងត្រូវធ្វើគឺឈ្នះគេនិយាយប៉ុណ្ណឹងលើគេក៏បាននិយាយទៅជេថាមិនមានអីខុសមែនតែឯងទៅទេជេក៏បាននិយាយថាតោះចាប់ផ្ដើមបាទយើងគេថាល្អនេះនឹងគួរឲ្យចាប់អារម្មណ៍ហើយគេក៏បាននិយាយទៅកាមេរ៉ាមែនឲ្យត្រៀមខ្លួនអីចឹងទៅកាមេរ៉ាគឺហើយវាងយន្តគេនិយាយទៅកាមេរ៉ាទៀតថាវាថាថតឲ្យច្បាស់អីចឹងណាដើម្បីឲ្យបងប្រុសរបស់គាត់មើលគាត់ចង់ឲ្យបងប្រុសរបស់គាត់មើលថាគាត់ខ្លាំងអីចឹងណាក្រុមរបស់វាងយន្តហ្នឹងក៏បាននិយាយថាហេឯងប៉ុណ្ណាំងជាមួយនឹងក្មេងសិស្សសាលា High School ទេចឹងឯងបធូរដៃខ្លះទៅកុំលេងខ្លាំងពេកអ្នកខ្លះទៀតក៏និយាយថាស្អែកទៅសាលារៀនជាមួយនឹងឯកសន្តានដែលមិនរហែកណាកុំដួលអីសោះនិយាយទៅក្រុមរបស់វាងយន្តហ្នឹងគឺដឹងថាមេរបស់គេរៀងថោកទាបតែងធ្វើឲ្យអ្នកជីម្នាក់ទៀតដួលចឹងឯងគេនិយាយឌឺតែម្ដងអ្នកខ្លះទៀតក៏និយាយថាកងអាក្មេងនោះមើលទៅថោកខ្លាំងណាស់តែគេនឹងរំពឹងអីគេអាក្មេងសិស្សវិទ្យាល័យអើយម្នាក់ចង់ក្រោយថាចុះបើសិនជាគេយំនៅក្នុងការប្រណាំងដោយអាក្មេងសក់ក្រហមការពីមុនណោះពួកនឹងគឺចង់ឌៀមដាមទៅដល់វីនីនឹងឯងមិនដឹងដែរលោកបងវីនីដោយសារគាត់ចាញ់ល្បីទេតែជំរឿលោកបងជេម្ដងលើពួកគេទាំងពីរនាក់ក៏បានត្រៀមខ្លួនហើយគេក៏បានបាញ់អាផៅនឹងទៅលើផ្ទុះលាន់ប៊ូងពួកគេក៏ចេញដំណើរទៅតែម្ដងយើងមើលមកការចាប់ផ្ដើមយើងក៏បានឃើញថាវាងយន្តនឹងគឺរៀងបើកមុខជេបន្តិចដោយសារតែកង់គេគឺជាប្រភេទកាបោនហ្វូល
full ក៏បោនលោកអីលោកចំណែកឯកាមេរ៉ាមែនក៏បានជិះម៉ូតូដេញតាមថតពីក្រោយយើងមើលមកមេជិតភ្លៀងហើយគូសង្សារមកគូក៏បាននិយាយគ្នាគេនិយាយទៅអត់សូវចាប់អារម្មណ៍ផងគេក៏បានយកឆានមកបាំងប៉ុន្តែក្រុមលោកបងជ័យនិងលោកបងវាងយន្តរបស់យើងក៏បានជិះកាត់នឹងធ្វើឲ្យប៉ើងតែម្ដងចំណែកកាមេរ៉ាមែនក៏បានមកពីក្រោយដូចគ្នាពីរនាក់នឹងក៏បានជេរតែម្ដងម្នាក់ស្រីនឹងថាពួកអាក្មេងទំនើបនេះលើវាងយន្តគេក៏ពណ៌ជិះនឹងគេក៏នឹកឃើញដល់ពាក្យបងប្រុសរបស់គេដែលបានមើលងាយគេសែងហូថាកម្រិតរបស់វាងយន្តបច្ចុប្បន្ននឹងមិនអាចយកឈ្នះជេអីទេហើយគេថាវាងយន្តនឹងជាអ្នកចាញ់គួរអាណិតចឹងទៅតែវគ្គទាំងអស់នឹងនិយាយនៅវគ្គមុនហើយឥឡូវនឹងវាងយន្តគេនិយាយថាតោះចាំមើលអ្នកណាគួរអាណិតបងប្រុសហើយសាច់រឿងរបស់យើងគឺបានកាត់ចោលទៅត្រឹមហ្នឹងយើងតពីកន្លែងមិញភ្លាមនៅពេលដែលពួកគេបណ្ណាំងកង់ហ្នឹងគឺថាពួកគេវ៉ាមិនដឹងក្មេងមិនដឹងចាស់នោះទេហើយគេជីកង់អញ្ចឹងក៏ធ្វើឲ្យខ្ទាតទឹកលើអ្នកដើរហ្នឹងហើយដែលពេលធ្វើអញ្ចឹងខ្វះទេអ្នកជេលើនឹងកាមេរ៉ាមែនក៏ថាចាវាហេតុអ្វីបានជាភ្លៀងគ្រប់តែពេលអញ្ចឹងហើយឥឡូវពីអ្នកហ្នឹងក៏បានជីបផ្សាច់ទឹកដាក់គេទៀតហើយនៅពេលនោះវាងយន្តគេក៏បានគិតថាគេគួរតែចាត់ការជេតាំងពីដំបូងកុំឲ្យជេមកតនគេអាឡ័យតែគិតនឹងអត់បានមើលនៅខាងមុខមានមនុស្សនោះទេគេភ័យដែរប៉ុន្តែគេ reflect តនក៏បានជ្រែកកិច្ចតែម្ដងបាទហើយឥឡូវហ្នឹងពួកគេក៏បន្តជិះទៅមុខទៀតវាងយន្តគេនិយាយទៀតថាគេថាផ្លូវលើហ្នឹងក៏ពុំមានភ្លៀងចឹងឲ្យវាល្អចឹងឲ្យកុំតាមក្រោយគេប្រយ័ត្នតែខ្មាស់គេចឹងទៅអាម៉ាស់មុខហើយគេក៏បាននិយាយទៀតថាបើសិនជាជ័យរបស់យើងនឹងគាត់ប្រើ style tree វាអាចនឹងល្អអីចឹងទៅអាចនឹងធ្វើឲ្យហោះកង់តែម្ដងហើយគេនិយាយទៀតថាខ្ញុំសំណាងណាស់ដែលវាកំពុងតែភ្លៀងហើយឥឡូវហ្នឹងយើងក៏បានឃើញឡានមួយនៅខាងមុខម្ចាស់ឡានក៏រើបើកទ្វារមកបន្តិចហើយវាងយន្តក៏មកក៏បានទាញទ្វារនឹងបើកឲ្យខ្លាំងដើម្បីឲ្យទៅជាមួយនឹងជេហើយគេក៏បានងាកមកក្រោយនឹងបាននិយាយថា sorry ហើយឥឡូវនេះម្ចាស់ឡានកំពុងអភ័យហើយចំណែកជេរបស់យើងគាត់ក៏បាន treat កង់នឹងផងដែរដើម្បីកិច្ចពីអាហ្នឹងគឺដើម្បីកិច្ចពីទ្វារឡានហ្នឹងណាតែដល់ពេលនោះគាត់ក៏បានល្អតែម្ដងឥឡូវយើងក៏បានឃើញគាត់ដួលទៅលើដីបាត់ទៅហើយនៅពេលនេះយើងកាត់មកមើលម៉ៃវិញនាងក៏ល្អរឿងភ្លៀងនឹងដែរហើយនៅពេលនោះCJ ក៏បាននិយាយថាតើនាងមិនបានយកឆាត់របស់នាងមកទេអញ្ចឹងខ្ញុំនឹងជូននាងទៅផ្ទះវិញហើយគាត់ក៏បាននិយាយអំពីរូបឥឡូវហ្នឹងទាំងរូបអីទេប្រហែលជារូបរបស់ម៉ៃហើយតែនៅពេលនោះម៉ៃក៏បានហៅ CJ នឹងបាននិយាយថាគឺនាងនិយាយពីរឿង model ហ្នឹងគឺនាងចង់ឈប់ធ្វើវាហើយឥឡូវហ្នឹង CJ ឆ្ងល់ក៏បានសួរហេតុអីភ្លាមមានអីខុសមែនម៉ៃថាទេវាមើលទៅគ្រាន់តែមិនស័ក្តិសមនឹងខ្ញុំទេ CJ គេក៏បានឆ្ងល់តែម្ដងឥឡូវយើងកាត់មកផ្ទះរបស់ Jay វិញយើងក៏បានឃើញក្នុងទូរទស្សន៍នឹងចាក់ការបណ្ដាំងរបស់ Jay ជាមួយនឹងម្ដាយរបស់គាត់ក៏បាននិយាយថាគឺគាត់និយាយទៅមីនូថាគេទៅការប្រកួតដោយសម្ងាត់ហើយមិនប្រាប់ខ្ញុំទោះបីជាខ្ញុំប្រាប់គេថាកុំធ្វើអ្វីដែលគ្រោះថ្នាក់បែបនោះវាថាទៅអត់ប្រាប់គាត់ទាំងដែលគាត់នឹងបានប្រាប់ហើយថាកុំធ្វើរឿងគ្រោះថ្នាក់បែបហ្នឹងហើយឥឡូវម៉ាក់របស់ Jay ក៏និយាយទៀតថាប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេជំនួយការសិក្សាថ្ងៃហ្នឹងគេបានចេញទៅក្រៅហាភ្លៀងហើយពាក់ឯកស្ថានរបស់គេរួចជិះកង់ទៅកន្លែងណាមួយហើយយើងមើលមកទឹកមុខមីនូរបស់យើងទៅម៉ាក់របស់ Jay ក៏និយាយទៀតថាខ្ញុំមិនយល់ទេហេតុអ្វីបានជាសិស្សល្អដូចជាគេសុកបែបជាត្រូវផ្លាស់ប្ដូរបែបនេះហើយនាងក៏បានសួរទៅមីនូថាតែឯងដឹងថាគេបានទៅណាទេឯងគួរតែដឹងបន្តិចដែរថាគេនៅឯណាព្រោះឯងជាមិត្តរបស់គេមីនូថាគាត់ពិតជាមិនបានប្រាប់អ្វីខ្ញុំទាំងអស់ចឹងហើយខ្ញុំអត់ដឹងថាគាត់នៅទីណាទេម៉ាក់របស់ជេនឹងក៏និយាយថាឲ្យមីនូទៀតថាគាត់ថាជេរបស់យើងនឹងបាត់បង់ស្មារតីតាំងពីបានជីកង់ថ្មីនឹងជាមួយនឹងមីនូហើយគាត់ក៏និយាយរដេញឲ្យថាមីនូឪពុករបស់ឯងមិនទាន់បានប្រាប់ឯងថាឲ្យទៅផ្ទះវិញទេឬវាដល់ពេលហើយសម្រាប់ឯងទៅផ្ទះរបស់ឯងវិញឥឡូវនេះឪពុកម្ដាយរបស់ឯងក៏រងចាំឯងតែរងចាំឯងប្រហែលជាកំពុងព្រួយបារម្ភអីចឹងហើយម៉ាក់របស់ជេនិយាយទៀតថាស្អែកនេះខ្ញុំចង់ទូរស័ព្ទទៅឪពុកម្ដាយរបស់ឯងប្រាប់គេថាឯងបានសុំទោសហើយឯងត្រឡប់ទៅផ្ទះវិញទៅហើយម្ដាយរបស់លោកបងជេនឹងក៏បាននិយាយទៀតថាឪពុកម្ដាយទាំងអស់មានអារម្មណ៍ដូចតែគ្នាទេតែឪពុករបស់ឯងខឹងឯងដោយសារតែអត់មានរឿងអីសោះមែនមិនថាគ្រួសាររបស់ឯងគឺជាអ្នកមានខ្លាំងប៉ុណ្ណានោះទេតែឯងមានគិតអត់ថានរណាគេនឹងទទួលស្គាល់ឯងបើសិនជាឯងមិនទៅរៀននៅក្នុងសាលាល្អសង្ខេបនៃខ្លីៗទៅបែបថាម្ដាយរបស់ជេនឹងនិយាយថាឪពុកម្ដាយគ្រប់រូបគឺដូចតែគ្នាទេមិនមែនសុកអត់ឲ្យមានហេតុផលទៅខឹងកូនស្ដីឲ្យកូនទេហើយគាត់និយាយទៀតថាមិនថាគ្រួសាររបស់លោកបងមីនូនឹងមានប៉ុណ្ណានោះទេបើសិនជាអត់បានចូលរៀននៅក្នុងសាលាល្អក៏គ្មានណាគេទទួលស្គាល់ដែរយើអាហ្នឹងឯងគេហៅថាសង្គមបាទតែខ្ញុំវិញអត់ខ្វល់អាណាមិនទទួលហីទៅហើយពាក្យរបស់ម្ដាយរបស់ជេនិយាយហ្នឹងក៏វាមិនត្រូវក្នុងកលៈទេសៈទាំងអស់ដែរពុកម្ដាយមួយចំនួនអាចដែរណាគ្មានរឿងអីសោះក៏អាចមករើរឿងកូនលេងអីដែរតែខាងក្រោមហ្នឹងគាត់បាននិយាយថានៅក្នុងសង្គមកូរ៉េឯងត្រូវតែមានកម្រិតអប់រំមួយចំនួនបើសិនជាឯងមិនចង់ឲ្យមនុស្សមើលងាយឯងការពិតទៅម្ដាយរបស់ជេនិយាយកន្លែងហ្នឹងក៏ត្រូវដែរនៅក្នុងសង្គមមួយមិនថាប្រទេសកូរ៉េប្រទេសខ្មែរប្រទេសណាទេការរៀនចប់ថ្នាក់ល្អគឺវាជាកម្រិតមួយដែលយើងអាចរកការងារធ្វើបានល្អអីចឹងទៅចឹងហើយអ្នកដទៃទៀតគេទទួលស្គាល់អាការងារធំនឹងឯងនៅពេលដែលក្រុមហ៊ុនរបស់គ្រួសារឯងសម្ភាសមនុស្សចាប់ដើមជ្រើសរើសបុគ្គលិកនឹងហើយត្រូវតែជ្រើសអ្នកដែលបានបញ្ចប់ការសិក្សាល្អត្រូវអត់វាដល់ពេលហើយដែលឯងត្រូវផ្ដោតអារម្មណ៍លើការសិក្សាហើយម្ដាយរបស់ជ័យក៏និយាយទៀតថាឯងដូចគ្នាកាយឈប់លេងជាមួយឆ្មានោះហើយឡើងទៅបន្ទប់របស់ឯងដើម្បីសិក្សាវិញ
មើលតែមុខឆ្មាទៅក៏ដឹងតែឲ្យមានធុញប៉ុណ្ណាដែរលើមីនូរបស់យើងក៏បាននិយាយថាគាត់នឹងចាក់ចេញយប់នឹងតែម្ដងកាយក៏រៀងភ្ញាក់ផ្អើលដែរហើយមីនូក៏និយាយទៀតថាខ្ញុំសូមទោសនឹងដឹងគុណសម្រាប់មីងដែលអនុញ្ញាតឲ្យខ្ញុំស្នាក់នៅទីនេះមួយរយៈពេល all time បែបនិយាយថាស្នាក់នៅទីនេះគ្រប់ពេលវេលាម៉ាក់បោជេក៏ឆ្ងល់ថាអីគេឯងពិតជាចង់ចាក់ចេញឥឡូវនេះខណៈពេលដែលមេឃកំពុងតែភ្លៀងហេតុអីបានជាឯងមិនចាក់ចេញនៅថ្ងៃស្អែកនៅពេលដែលមានអាកាសធាតុល្អមីនូក៏និយាយថាមិនអីទេខ្ញុំក៏ចង់ទៅរកជេដែរទោះជាយ៉ាងណាក៏ដោយអរគុណចំពោះអ្វីគ្រប់យ៉ាងកាយក៏ថាមីនូឯងពិតជាចាក់ចេញមែនមីនូក៏បាក់ចិត្តដែរគាត់ក៏បានញញឹមហើយអែក្បាលកាយហើយក៏បានដើរចេញបាត់ទៅយើងមកមើលការប្រកួតរបស់ជេវិញយើងឃើញថាជេគាត់ក៏បានលើកកង់របស់គាត់ហើយចំណែកម្ចាស់ឡានក៏បានសួរថាតែឯងកំពុងព្យាយាមសម្លាប់ខ្លួនឯងមែនភ្លៀងកំពុងធ្លាក់ហើយមេឃក៏ងើតទៀតតែឥឡូវឯងឈឺអត់របៀបថាមានត្រូវរបួសអីអត់ចឹងណាជេរបស់យើងអត់បាននិយាយអីនោះទេគាត់ក៏បានរើសមួកយកមកពាក់វិញចំណែកម្ចាស់ឡានក៏និយាយទៀតថាហេអូនណាតែមិនអីទេអីតែយើងមើលទៅជេគាត់ចង់សងសឹកហើយសាច់រឿងរបស់យើងគឺបានមកដល់ទីបញ្ចប់ត្រឹមនឹងអរគុណខ្លាំងមែនតើសម្រាប់ការគាំទ្រហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតពិតជាអរគុណខ្លាំងមែនតើ Goodbye អ្នកគ្នា Hello សួស្តីអ្នកគ្នាខ្ញុំមីកាហើយយើងមកតសាច់រឿង Wind Breaker របស់យើងទៀតយើងតពីភាគមុនភ្លាមនៅពេលដែលគេធ្វើបាបជ័យឲ្យដួលហ្នឹងវាងយន្តធ្វើបាបជ័យឲ្យដួលហ្នឹងហើយឥឡូវហ្នឹងកាមេរ៉ាមែនដែលជិះម៉ូតូហ្នឹងក៏បាននិយាយថាអាក្មេងនោះល្អដួលនៅលើផ្លូវបាត់ហើយវាមើលទៅ Super Rocket ហ្នឹងមិនអាចទប់ទល់ជាមួយនឹងទឹកភ្លៀងបានបន្តិចផងវាងយន្តគេថាគេខំតែភ័យណាតាមពិតទៅគឺគ្មានស្អីនោះទេវាថាជ័យហ្នឹងគឺមិនអាចធ្វើអីគេចឹងណាហើយនៅពេលនោះកាមេរ៉ាមែនក៏និយាយទៀតថាយើងបានលើកបងប្រុសរបស់ឯងនិយាយមើលងាយឯងយ៉ាងខ្លាំងនៅពេលមុនហើយនិយាយថាសិស្សវិទ្យាល័យហ្នឹងអាចតតគូដឯងបានទៀតនៅក្នុងការប៉ុណ្ណឹងបើនិយាយស្រួលទៅបងប្រុសរបស់វាងយន្តនឹងមើលងាយថាគេនឹងមិនអាចយកឈ្នះសំបីតាសិស្សវិទ្យាល័យហើយកាមេរ៉ាមែនក៏និយាយទៀតថាប៉ុន្តែតាមពិតទៅបងប្រុសរបស់ឯងនឹងក៏មិនលុយប្រហែលដែរគេនិយាយនឹងបែរជាចង់លួងវាងយន្តផងហើយឥឡូវហ្នឹងគេក៏និយាយទៀតថាតើអា Super Rocket ហ្នឹងអាចចូលរួមការប្រណាំងបន្តទៀតបានអត់បើសិនជាយើងបបាយកង់របស់គេនៅយប់នេះប្រហែលជាគេមិនមានលុយទិញកង់មួយទៀតទេហើយនៅពេលនោះវាងយន្តគេបាននិយាយថាបិទមាត់ទៅហេតុអ្វីបានជាយើងត្រូវអារម្មណ៍អំពីគេតែនៅពេលនោះគេក៏បានចាប់អារម្មណ៍នៅខាងក្រោយហើយនៅពេលដែលគេបានមើលទៅគឺជាជ័យរបស់យើងនឹងឯងគាត់បានតោងមកជាមួយឡានណាបានន័យថាឡានសដោងគាត់មកយើងមើលទៅទឹកមុខវាងយន្តគេភ្ញាក់ផ្អើលខ្លាំងមែនតើយើង flashback មកក្រោយបន្តិចវិញម្ចាស់ឡានដែលត្រូវបានវាងយន្តគេទាញបើកទ្វារហើយលើក៏បានឆ្ងល់ថាស្អីគេឆ្ងល់ហ្នឹងគឺបានន័យថាជ័យរបស់យើងបានប្រាប់គាត់អំពីរឿងរឿងអីគេតិចអ្នកគ្នាអត់ដឹងរឿងប៉ុណ្ណាហ្នឹងណាហើយរឿងយករូបរបស់ម៉ៃអីចឹងឲ្យប្រហែលឥឡូវម្ចាស់ឡានហ្នឹងគាត់ក៏អាណិតក៏បាននិយាយថាឯងចង់ឲ្យយើងជួនឯងទៅទេអ្នកដែលចូលចិត្តប្រើពាក្យសម្ដីតាមកែវភ្នែកមើលរូបហ្នឹងយល់ហើយលើម្ចាស់ឡានហ្នឹងក៏បាននិយាយថាពេលដែលមើលទៅក្នុងភ្នែករបស់ឯងវាមានអារម្មណ៍ថាខ្ញុំកំពុងមើលខ្លួនឯងនៅពីក្មេងមិនអីទេបរិះពិតគួរតែបញ្ចប់ការប្រណាំងដែលគាត់បានចាប់ផ្ដើមហ្នឹងហើយជាមូលហេតុដែលម្ចាស់ឡានឲ្យគាត់សដងឡានមកឲ្យជ័យសដងតាមឡានមកនិយាយចង់បបាក់បញ្យល់តិចអើយហើយលើជ័យគាត់ក៏បានរុញខ្លួនឯងចេញពីកញ្ចក់ហ្នឹងវាទាញយើងទាញរុញទៅមុខកាលពិតទៅអត់មានចាំបាច់បញ្យល់អីច្រើនទេអ្នកគ្នាក៏មើលយល់ដែរហើយឥឡូវនេះម្ចាស់ឡានក៏បានលើកមេដៃចុច like ឲ្យមួយអ្នកទាំងអស់គ្នាក៏គួរចុច like ឲ្យមានមួយដែរហើយឥឡូវជេគាត់ក៏បានសុទ្ធយកតែម្ដងជាមួយនឹងធម្មពលដែលបានមកពីឡានស្រាប់គាត់វ៉ាទាំងម៉ូតូទាំងកង់តែម្ដងយើងមើលទៅទឹកមុខវាងយន្តជាមួយនឹងទឹកមុខកាមេរ៉ាមែនដែលយើងឃើញតែមុខសុវត្ថិភាពនឹងក៏យើងដឹងថាគាត់រំភើបភ្ញាក់ផ្អើលយ៉ាងណាដែរហើយយើងមើលមកជេគាត់បានលបឿនពីឡានស្រាប់ផងគឺថាលឿនខ្លាំងមែនតើវាងយន្តគេលាត់មាត់ថា God damn it ហើយនៅពេលនេះជេរបស់យើងគាត់មកដល់ផ្លូវដែលមានកែងមួយវាងយន្តគេនិយាយថាតើចង្រៃនឹងព្យាយាមបត់ចូលក្នុងដោយលបឿនលឿនហើយភ្លៀងចឹងមែនហើយគេនិយាយទៀតថាមិនអីទេទៅមុខហើយទទួលយកសេចក្តីស្លាប់របស់ឯងទៅតែអ្នកគ្នានិយាយមើលជេក៏អាចស្លាប់ងាយចឹងអត់នៅពេលនោះជេរបស់យើងគាត់ក៏បានយកជើងមកខាងទប់ដីហើយគាត់ក៏ចាប់អារម្មណ៍ទៅខាងមុខហ្នឹងគឺវាមានទួលមួយវាទួលថ្មចឹងគាត់យកជើងមកខាងហ្នឹងទប់រហូតដល់កង់របស់គាត់ទៅប៉ះជាមួយនឹងអាទួលថ្មហ្នឹងហើយគាត់ក៏បានយកជើងមកជាងទៀតហ្នឹងធាក់អាទួលហ្នឹងហើយបត់តាមកែងហ្នឹងបានដោយសុវត្ថិភាពឥឡូវហ្នឹងគាត់ក៏បន្តជិះទៅមុខបន្តទៀតចំណាវាងយន្តវិញគេភ្ញាក់ផ្អើលខ្លាំងមែនតើសិតតែពាក្យជេទាំងអស់ហ្មងចំណាកាមេរ៉ាមែនរបស់គេក៏បាននិយាយថាមែនគាត់គឺឈួតហើយតើគាត់អាចបិទផ្លូវកែងនោះដោយបានរបៀបណាក្មេងនេះពិតជាឈួតមែនជេរបស់យើងគាត់នៅតែបន្តជិះយ៉ាងលឿនហើយខ្សាច់ទឹកមកឡើងសាហាវតែម្ដងលើវាងយន្តគាត់ក៏បាននឹកឃើញដល់ពាក្យសម្ដីបងប្រុសរបស់គាត់ដូចគ្នាគាត់នឹកឃើញដល់ពាក្យសេងហូថានេះគឺពាក្យមួយនេះអ្នកគ្នានិយាយស្រួលទៅសេងហូគឺគាត់ចង់មានន័យថាកម្រិតបច្ចុប្បន្នរបស់វាងយន្តនឹងបើទៅជិះមួយជ័យបានត្រឹមមើលជ័យតាំងពីដើមដល់ចប់តែម្ដងលើនេះវាងយន្តគេបាននិយាយថាតើគាត់គិតថាខ្ញុំពិតជាចាញ់អាសិស្សវិទ្យាល័យហ្នឹងមែនគាត់និយាយទៅសេងហូហើយនៅពេលនេះយើងក៏បានឃើញគូស្នេហ៍មួយគូទៀតហើយពងអត់ធ្វើអីគេហ្នឹងហើយនៅពេលនោះជ័យរបស់យើងក៏បានជិះកាត់អ្នកស្រីនឹងសួរថាមានឃើញអីគេអត់វាថាឃើញជ័យយើងជិះលឿនពេកមើលអត់ចង់តន់ចំណាខាងប្រុសនិយាយថាឃើញអីគេទេដូចសសក៏ប៉ុន្តែនៅពេលនោះវាងយន្តគេក៏បានជិះកាត់ថែមទាំងឆក់ឆាត់មកបានមួយទៀតហើយយើងមើលទៅមុខគូស្នេហ៍ពីរនាក់ដូចឆ្ងល់មែនតើដឹងកើតស្អីទេក៏ប៉ុន្តែនៅពេលនេះឲ្យពួកគេឈរហាភ្លៀងទៅយកមកមើលក្នុងការប្រណាំងវិញ
Vang Yon kia các bạn sẽ tới cameraman tha hey và tham là bươn cameraman tha hả vô lấy hỏi nó bên cameraman các bạn chỉ thực hai một Vang Yon các bạn chấp của tôi coi đại kỳ hai tha sẽ đọng nữa anh hỏi Vang Yon các bạn gì mà clear tha dừng nó sum lấp chẳng ray anh hỏi ra đường bà dương các bạn cắt cho ta trâm nâng cứ clay khlang mình đen lời dương đạm EP theater đã chỉ episode design sẽ buồn dương các bạn khơi chơi có chi thông đa cho này Vang Yon có sẽ đọng mà tô tam thông đa nữa anh gì tới lên khôi khlang mình đen bà sân chơi hater như tha chơi nè sẽ đọng lan môn ta chỗ này cái này bác thôi lan thôi chơi miền Tây hà chứ anh đang dương counter hater tại nó bên đi cameraman các bạn gì tha man Acme nó chỉ lươn toi máy à hơi cameraman các bạn xua mà Vang Yon tha bên tai anh mình lùm yên cho bắp khang PT ấy Vang Yon kia các bạn xua đưa tha ta miền cho bắp ấy kê không ca và cua tam play chẳng anh mình cũng nói bắp muốn pay miền ca vi và men bằng về xua tới có bông ở miền ca vi và là lừa play nâng mày còn mà còn nói bắp ấy kê cameraman các bạn tha chết đo tiêu đại pro đây là lời nâng ta Vang Yon kia trong thua ấy Vang Yon mơ tới chơi em tích hơi các bạn vậy tha tại anh cất dừng na giờ là thua kia bị bạn đâu đằng hơn là lừa play nu hồi kia các bạn nó khơi nào Vinny hay các bạn vậy tiếp tha còn ta đôi chìa sọ có hôm chấm like nu trong thua chơi bao giờ nó đôi Vinny nâng anh hồi nó penny chơi các bạn chỉ cho cái lạnh ngơ đây hay chỉ cái lạnh cái lạnh Vinny nâng anh chả tha tới cái lô mền thế hồi nó penny Vang Yon kia các bạn phải lên đai ông pi mà to nâng đôi kia Vang Yon kia chập ở đam chi đinh chơi ấy hồi chặt đại kia can nâng có ban giờ mà ô cho mùi nông play thua lư giờ lên chơi các bạn chào vào đom đôi kia hồi chơi các bạn mơ từ giờ máu để trang ông pi play mà to nâng quạt các bạn khơi Vang Yon kia can là chặt nâng lời Vang Yon kia ban gì tha hey Acme chọn lên game mod cứ game Medieval Knights game nâng cứ chỉ ca chia sẻ hơi quay và ha nhiều hồi nó bên này cái trong lên đôi game nâng đây tiền để cây cái bộ chỉ con chơi bao dương con nơi tập to chỉ từ hang mục cameraman co từng tôm rong trăm đây hồi nó bên này kia các bạn sẽ lần mơ cô đau ấy cô đau cứ chỉ con coi bỏ chơi hồi lời Vang Yon các bạn gì tha cô đau từ tua bàn hỏi kia các bạn tin chat cho mùi nâng say tha Slapter Asad Direction hai bên ok các bạn cho chat nâng chặt tới con coi bỏ chơi còn bàn tay chơi bao dương cứ quạt đăng muốn quạt các bạn skip con coi nâng chân đợt pe chơi quạt phơi chân Vang Yon kia các bạn chặt khô hơi có chốt luôn đuôi luôn này nâng ấy Vang Yon kia giải tha no god damn it hello đuôi các bạn sầm rách cho này chơi còn nghiệm mà mở đưa tiết hay dương mở tới chơi quạt skin lừa tắc nâng lòng bay tắc ở hai cái hai tiết Vang Yon kia giải chọn bên tên để ra tới game trong tranh hấp bịa bật nâng cứ chỉ bịa chơi nâng ấy lời dương mà mở tiếp đạch prot còn bảo Vang Yon nâng con vậy đam khla đai tha cái ban lư tha chơi bảo dương đua nó pe bản năng ó chúng ban lư tha sau chia like ban đua nó lông pe bản năng muốn pe cả bản năng mình toàn ban mình chọn men thế cho nên nè khla tiết con u tha con bảo kê đang tới tập luyện cho tới ai chẳng ngay pe để chọn cả cột cái thực tế chẳng tới phụ kê cứ gục bông ở rong trăm cho này ai căn nhỏ nhúa ní có rong trăm đôi kia hồi kê chưa chạm mong thà Vang Yon bảo có thể thua bắp chơi ban chẳng ngay còn cùng tay con bò chơi hay kê tranh bị cái lại nâng tranh bị cái lại liền chẳng tới cho này ai mới pe bảo Vang Yon kê tha dương ban sủng coi khơi tha con là bỏ chơi chỉ là hạ chromoly dương ai ra lôi ban khla và sân chỉ dương do về từ cái lạnh trao sầm ram và to pi dương cùng tịch về hơi cái chưa chẹn món còn bàn tay nó pe đâu có miếng kia mà nè sẽ tha còn mau ấy bà can nhúa cái tha lươn lang Vang Yon chúng clean này việc tha clean cùng tịch con chẳng á cho này kia cái mà nè tiếp các bạn vậy tha mà nè tiếp tên ai ba đấy một vẹn Vang Yon tha còn rồng pưng tham mau bị phơi anh bàn chỉ chơi còn mau dư thôi mà nè tiệt tha khơi tham miên rồi mà nè bàn tập lọc một vinh cho nên Acme Super Rocket nông bài chỉ trâu để lơ phơi lại nam muối ấy nơi bên nông mất vẹn Vang Yon kia rồi vậy tha tôi chỉ giang na cái đói lời ní ca bản năng tới ba mình chop trôi dương phải nhập lớn hơi gì kia nơi bên ok có nhập ao mình tên để sao ta nuôi cứ chỉ chơi nuôi té can nhúa tha té miên phơi té hơi kia có thẹn nhúa bị đầy tay em đâu lời ní chơi bảo dương cứ ban mà đào tì đầy pron môn hai crom bộ nâng cứ kiêng tay em đó lời dân cắt mà plate cái móc Vang Yon kia có ban mà đo lại nâng đá kia cái có xua Vang Yon mi rừng ngay cắt lang tại anh tranh sâu chia like nông mến anh về trong mơ anh oi kia nè mến Vang Yon cái bàn thầm tàng coi ở sân khâm là lời con ghe nâng lục bon chơi nâng có xua đưa thêm tiết tha tạc xong ai tới lời nâng ban đó hỏi quạt có trong một plate cả bằng plan con nâng về xua tới quạt trong miền đi tham bài oi Vang Yon plan con it dùng plate cả bằng năng nâng trao tới biệt chẳng á hỏi con về tiết tha vì chơi cùng hồ bằng manu sầm rạp ca chai nó không ca bằng năng mình men chơi con bỏ phụ kê tê chẳng ai ban chỉ chơi quạt ở trong oi plan con á chơi và hai chơi con vậy smart trong tê còn tài dân đạp tới cứ đối đưa chẳng dù mơ từ một Vang Yon lần tranh là sai vậy kỳ riêng khăn đai lời chơi của bạn đa tranh cho mùi nâng bịa bị còi nâng cứ chỉ biệm sơ lõ kỳ tha chơi màu và đảo phụ kê chẳng tới hỏi có xua từ Vang Yon nâng tha oi kê tới xua chẳng mền biệp chẳng á tại nó bên nó Vang Yon bạn gì tha do nhúa mà oi quát mùi nâng riêng nhập á hả ấy kế Vang Yon cái đôi nụ chuột chẳng kê có sấy tam đón tha
តែឯងថ្លង់មែនអញប្រាប់ឲ្យឯងយកញញួរមកឲ្យអញអាចង្រៃហើយយើងកាត់មកសន្ទុះក្រោយទៀតយើងក៏បានឃើញពួកគេជុំជាមួយនឹងញញួរនៅលើដៃវាងយន្តហើយនៅពេលនេះគេក៏បានដំកង់របស់គេខ្ទេចខ្ទីតែម្ដងហើយ EP របស់យើងគឺបានកាត់ចោលទៅត្រឹមនឹងភាគនឹងក៏រៀងបេះដែរតែមានអរគុណខ្លាំងមែនតើសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់ហើយយើងចាំជួបគ្នានៅ EP ក្រោយទៀត Goodbye អ្នកគ្នាអូខេភាគនេះគឺខ្ញុំអត់ចាំបាច់បញ្ចូលសលេងក្រៅទេអ្នកគ្នាព្រោះខ្ញុំនិយាយត្រូវទាំងអស់តែម្ដងដោយសារតែខ្ញុំរំភើបនៅពេលដែលចូលដល់វគ្គល្អមើលគឺខ្ញុំតែរំភើបហើយនឹងផ្ដោតអារម្មណ៍បានល្អហើយសឹងតែគេរំខានអត់បានទៀតនិយាយទៅបើនិយាយទៅផ្ដោតអារម្មណ៍បានល្អមកទៅដល់វគ្គល្អអញ្ចឹងណាតែឥឡូវសាច់រឿងរបស់យើងក៏បានកាត់ចោលត្រឹមនេះយើងចាំជួបគ្នានៅវីដេអូក្រោយទៀត Goodbye អ្នកគ្នា សួស្តីអ្នកគ្នាតើយើងមកតសាច់រឿងWind Breaker របស់យើងទៀតសាច់រឿងរបស់យើងគឺតពីភាគមុននៅពេលនេះគឺកង់វាងយន្តគឺខ្ទេចដោយសារតែគាត់ដំនឹងឯងចំណែកគ្នារបស់គេដែលនៅក្បែរហ្នឹងក៏រៀងរន្ធត់ចិត្តដែរក៏បានហៅគេតែគេនៅពេលនេះហៅក៏លែងលឺដែរគេក៏បានញញឹមលើកញញួរឡើងហើយក៏បានដាក់មកញញួរហ្នឹងខ្ទេចកង់នឹងថែមទៀតអីក្បាលកង់ក៏បានខ្ទាតតែគេមិនទាន់អស់ចិត្តទេក៏លើកញញួររត់ដាក់មកញញួរទៀតចំណែកឯគ្នារបស់គេក៏រៀងរន្ធត់ដែរហើយលើនេះសំបីអាកែបកង់របស់គេក៏គេដាក់ដែរខ្ទេចទាំងអស់តែម្ដងហើយគេកំទេចកង់នឹងហើយក៏បាននិយាយទៀតថាគេថាកង់របស់គេនឹងមិនស័ក្តិសមសំបីតែបោះចោលក្នុងកំណើសម្រាមផងអាកង់ចង្រៃនឹងមិនស័ក្តិសមតម្លៃក្នុងការបោះចោលវាក្នុងកំណើសម្រាមផងចំណែកគ្នារបស់គេក៏បានខ្វាត់ដែរថាហេវាងយន្តប៉ុណ្ណឹងគ្រប់គ្រាន់ហើយណែគេម្នាក់ធ្វើគាត់តិចចិត្តសិនមើលវាងយន្តគេចរកូនក្មេងខ្លាំងមែនតើមិនបានមានថាអញ្ចឹងគេបណ្ណាញចាញ់ជ័យមកបន្ទោសកង់ក្មេងៗក៏ចឹងដែរនឹងបានថាអត់ចេះទទួលស្គាល់ការពិតហើយនៅពេលនេះវាងយន្តគេជេរទាំងម៉ែគ្នារបស់គេទៀតតែបានមកគាត់គេនឹងគ្នារបស់គេខំប្រឹងលួងចឹងងាប់ហើយហេគ្រាន់តែតិចចិត្តសិនគ្នាគេម្នាក់ទៀតថាវារួចរាល់អស់ហើយវាងយន្តអញ្ចឹងតោះទៅវាងយន្តគេខឹងនឹងពាក្យជ័យដែលបាននិយាយថាកុំបន្ទោសកង់បន្ទោសអ្នកជិះអញ្ចឹងហើយគេដូចឈួតចឹងលើនឹងគេស្រែកថាស្អីគេមិនបន្ទោសកង់បន្ទោសអ្នកជិះហើយគេក៏បានជេរទៅជេរទៀតហើយលើនឹងវាងយន្តគេមិនទាន់តិចចិត្តនោះទេគេក៏បានស្រែកទៅគ្នាគេថាអញនិយាយថាចេញពីអញឬក៏ចង់ឲ្យអញយកញញួរនឹងវាយក្បាលរបស់ពួកឯងបើខ្ញុំនៅក្បែរវាងយន្តនឹងវិញដាក់ក្បាលម្ដាយថែមបាត់ហើយទេតែសារគ្នាបើវាងយន្តដែរវាងយន្តជេរម៉ែប៉ុណ្ណឹងឯងអត់ខឹងទៀតណាអ្នកគ្នាសាកភ្នាល់មើលនៅខ្មែរបើមិនត្រូវនៅខ្មែរយើងនឹងលេងជេរម៉ែអត់បាននោះទេលើកលែងតែមិត្តភ័ក្តិស្និទ្ធនឹងគ្នាអញ្ចឹងទៅប៉ុន្តែមិនជាអត់មាននោះទេយើងកាត់មកផ្ទះរបស់វីនីយើងក៏បានឃើញវីនីគាត់ដើរចូលផ្ទះជាមួយនឹងអីវ៉ាន់មួយចំនួនដែលគាត់បានទិញមកហ្នឹងគាត់ដើរកាន់ឆាតចូលមកគាត់ក៏បានចាប់អារម្មណ៍ថាបានឃើញជេរគាត់ឈរនៅមុខផ្ទះរបស់វីនីហ្នឹងវីនីរបស់យើងគាត់រៀងឆ្ងល់តែអត់បាននិយាយអីនោះទេគាត់ក៏បានដើរហួសមុខជេរចូលផ្ទះគាត់ធ្វើមិនដឹងតែម្ដងហើយឥឡូវនេះជេរគាត់យល់អារម្មណ៍គាត់នៅពេលដែលធ្វើដាក់មីនូដែរហើយអត់ទេវាក់សែតហើយមិនមានសោចទេតែអត់ទេវីនីគាត់ក៏បានងាកមកវិញនឹងបានសួរថាតើឯងកំពុងតែធ្វើអីនៅហ្នឹងតើឯងគ្រាន់តែឈរនៅទីនេះដូចជាមនុស្សល្ងងចឹងមែនជេររបស់យើងគាត់និយាយមិនទាន់ចេញនោះទេលន់មួយម៉ាត់ទៀតហើយតែឥឡូវយើងក៏កាន់មកក្នុងផ្ទះរបស់វីនីយើងក៏បានឃើញវីនីគាត់កំពុងតែចង់ធ្វើមីគាត់ក៏បានសួរទៅជ័យហ្នឹងថាចង់ញ៉ាំអត់តើឯងមានរ៉ាមៀនអត់គាត់សួរអញ្ចឹងតែបានន័យថាចង់ញ៉ាំដែរអត់អញ្ចឹងរ៉ាមៀនហ្នឹងគឺជាមីនៅប្រទេសកូរ៉េជ័យគាត់ក៏បាននិយាយថា yes ឬក៏បាទហ្នឹងឯងមើលទៅគឺថាវីនីគាត់ចិត្តល្អជាងជ័យកាលពីមុនណាជ័យរបស់យើងទុកឲ្យមីនូនៅហាភ្លៀងមកសន្ទុះធំមិនមែនដូចវីនីទេឈុតមួយទៀតខ្ញុំបាននិយាយនេះគ្នាអាវដែលជ័យពាក់ហ្នឹងគឺខ្ចីវីនីមកពាក់បាទគឺថា sweet ខ្លាំងមែនទេតែនៅពេលនេះនៅពេលដែលជ័យក៏កំពុងពាក់អាវរបស់គាត់ហ្នឹងទូរស័ព្ទរបស់គាត់ដែលមកពីសារ៉ាមទីហ្នឹងក៏បានរកដោយនោះគឺជាមីនូណាគាត់ក៏បាន call សួរជ័យថាគាត់នៅណាអញ្ចឹងណា Hello តើឯងនៅណាយើងបានលើថាឯងបានចេញពីផ្ទះតែឯងបានឆ្លោះគ្នាជាមួយនឹងម្ដាយរបស់ឯងទៀតមែនជ័យថាបំភ្លេចវាចោលទៅខ្ញុំនឹងប្រាប់ឯងពេលក្រោយគាត់នឹងប្រាប់ថាមានរឿងអីកើតឡើងទៅមីនូនៅពេលក្រោយតែលើនឹងជ័យគាត់ក៏បានប្រាប់ថាគាត់នៅផ្ទះរបស់វីនីលោកបងមីនូគាត់នៅលឺគាត់ភ្ញាក់តែម្ដងហើយមីនូគាត់នឹកឃើញថាដោយពួកគេដែលមីនូជ័យជាមួយនឹងដំហ្គេងអីទៅហៅវីនីហើយទៅតែម្ដងនោះទេជ័យរបស់យើងបានចាំអាស័យដ្ឋានហ្នឹងយ៉ាងច្បាស់លាស់តែម្ដងប៉ុន្តែមុខវីនីគឺគាត់អត់ចាំនោះទេសាំមែនតើអ្នកគ្នាយល់មុខវីនីគាត់ចាំមកច្បាស់ទេប៉ុន្តែទៅផ្ទះវីនីតែម្ដងទេជ័យរបស់យើងចាំច្បាស់ដូចថ្ងៃអញ្ចឹងហើយមីនូគាត់ក៏បានប្រាប់ជ័យថា alright ចាំខ្ញុំនឹងទៅទីនោះផងដែរហើយជ័យក៏បានប្រាប់ទៅវីនីថាមីនូបាននិយាយថាគាត់នឹងមកទីនេះផងដែរវីនីគាំងតែម្ដងក៏បាននិយាយថា God damn it តានេះគឺជាទីជម្រកសម្រាប់សត្វដែលគេបោះបង់ចោលចឹងមែនសាំខ្លាំងតែម្ដងនិយាយទៅកន្លែងនេះក៏ប្លែកខ្លាំងតែកាលនេះខ្ញុំសម្រាប់អត់សូវក៏ប្លែកទេអ្នកគ្នាហើយឥឡូវយើងកាត់មកពេលដែលមីបានឆ្អិនហើយយើងក៏បានឃើញមីនូគាត់ក៏បានញ៉ាំមីនឹងដូចគ្នាយើងមើលទៅគាត់នឹងមុខដូចសប្បាយដល់ហើយយើងមើលទៅគាត់នឹងអត់មានចានដាក់មីទេណាមើលទៅដូចជាគម្របឆ្នាំងមួយទេសាមតែម្ដងហើយគាត់បាននិយាយទៅវីនីទៀតថាឯងប្រកាសជាដឹងពីរបៀបធ្វើចន្លោះដាក់រ៉ាមៀនដល់ល្អវីនី
និយាយស្រួលទៅដោយសារតែ Winnie គាត់នៅម្នាក់ឯងគាត់មានចានឆ្នាំងណាច្រើនហើយ Winnie គាត់ក៏បានយកគំនិតនឹងមកឲ្យ Minu គាត់ញ៉ាំអញ្ចឹងណាដាក់កម្រិបឆ្នាំងឲ្យ Minu ញ៉ាំយ៉ាងឆ្ងាញ់តែម្ដងតែ Winnie គាត់ក៏ឆ្ងល់ថាមិនបានកូនអ្នកមានទាំងពីរនាក់ហ្នឹងមកធ្វើអីនៅកន្លែងហ្នឹងហើយមិនបានមកសុំរាមានអំពីគាត់រាមានហ្នឹងគឺជាមីនៅប្រទេសកូរ៉េប្រយ័ត្នភ្លេចហើយ Winnie ក៏បាននិយាយថាគាត់ចង់ឲ្យពីរនាក់ហ្នឹងចេញនៅពេលដែលភ្លៀងឈប់ធ្លាក់អីចឹងហើយ Jay ក៏បានសួរទៅ Minu ថាហេតុអ្វីបានជា Minu ចាក់ចេញពីផ្ទះគាត់Minu ក៏បាននិយាយថាឯងសួរតំណើបចឹងហើយឲ្យយើងនឹងស្នាក់នៅផ្ទះឯងដល់របៀបណានៅពេលដែលម្ដាយរបស់ឯងនិយាយថាឯងចាក់ចេញពីផ្ទះ Minu នឹងគាត់ថាគាត់មានអារម្មណ៍ឆ្កឹងនៅពេលដែលនៅទីនោះហើយគ្មាន Jay នៅជាមួយចឹងមែនអ្នកគ្នា Minu គាត់និយាយបែបហ្នឹងគឺត្រូវហើយលើ Minu គាត់ក៏បាននិយាយទៀតថាច្បាស់ណាស់ឯងប្រកាសជាមានបញ្ហាជាមួយម្ដាយរបស់ឯងនឹងរឿងបន្ទុកសិក្សាឬក៏អីទៀតហើយ Minu អត់បានដឹងនោះទេថា Jay បានទៅការពារម៉ៃតែ Minu ក៏សង្កេតឃើញថាលើមុខរបស់ Jay នឹងដូចជាមានស្នាមក៏បានសួរហើយហេតុអីបានជាមុខរបស់ឯងដូចជារាងញ៉ៃញ៉ៃចឹងតែឯងធ្លាក់ពីលើកង់ឬអីគេជេថារឿងរបស់យើងទេតែ Winnie ក៏បាននិយាយថាកុំខ្វល់អំពីការលួចលាក់ហើយព្យាយាមនៅទីនេះទៅបានន័យថាគេប្រាប់ទៅ Minu នឹងមិនបាច់ខ្វល់អំពីការលាក់លៀមរបស់ Jay ទេហើយព្យាយាមនៅទៅនឹងទៅនៅស្នាក់នៅកន្លែងគាត់ទៅវាចឹងហើយឥឡូវ Winnie ក៏បាននិយាយទៀតថាពីរអ្នកនឹងស្លាប់បើសិនជាស្អែកមិនចាក់ចេញពីកន្លែងគាត់ពេលចុងក្រោយបំផុតអ្នកគ្នាយល់អត់របៀបថាគាត់អត់មានលុយឬក៏អត់មានអីសម្រាប់ផ្គត់ផ្គង់ពីរអ្នកនឹងទេចឹងអីប្រកាសជាស្លាប់ហើយនៅពេលចុងក្រោយហ្នឹងតិចច្រឡំថា Winnie នឹងស្លាប់ពួកគេតែនៅពេលនេះ Winnie ក៏បានលើសលេងបើកទ្វារដែលនោះគឺជាម្ដាយរបស់ Winnie ហើយគាត់សួរ Winnie នឹងមិនក៏មិនបើកភ្លើងអីចឹងទៅពីរអ្នកនោះក៏រៀងឆ្ងល់ចំណែក Winnie ក៏បានថាតើម៉ាក់មកធ្វើអីនៅទីនេះលើម្ដាយរបស់ Winnie ក៏បាននិយាយថាតើមិត្តភក្តិរបស់ឯងនៅទីនេះ Winnie តែឯងមានតារាមានសម្រាប់អាហារពេលល្ងាចទេហើយនៅពេលនោះ Jay ក៏បានងើបហើយក៏បានជ្រុះជាមួយនឹង USB ហ្នឹងណាគឺគាត់ងើបមកជម្រាបសួរអ្នកមីង Minu ក៏បានមកជម្រាបសួរដូចគ្នាម៉ាក់របស់ Winnie គាត់ក៏បាននិយាយថាអូយប្រេះអើយតែឯងធ្វើរាមានសម្រាប់អាហារពេលល្ងាចឯងគួរតែមានអាហារត្រឹមត្រូវគួរតែមានសាច់គោឆ្អិនខ្លះនៅក្នុងទូទឹកកកដូច្នេះមានខ្លះរបៀបថាគាត់ទិញមកខ្លះចឹងឯងប្រហែលជា Minu គាត់បាននិយាយថាមិនអីទេពួកយើងញ៉ាំរួចរាល់ហើយពេញពោះតែម្ដងអំហ្វូលនឹងវាថាគាត់ឆ្អែតប៉ុន្តែម្ដាយរបស់ Winnie គាត់បាននិយាយវិញថាមកអាហារនោះមិនគ្រប់គ្រាន់ទេគ្រាន់តែចាំមីងនឹងចម្អិនសាច់ជ្រូកសម្រាប់ពួកឯងឥឡូវហ្នឹងនៅពេលដែលពួកគាត់កំពុងតែនិយាយគ្នា Winnie ក៏ចាប់អារម្មណ៍ទៅលើ USB ហ្នឹងដែលយើងបានដឹងហើយរូបនឹងគឺជារូបមាន CJ ម៉ៃហើយនឹងដបស្រានលើតុហ្នឹងឯងហើយនៅពេលនេះយើងក៏បានកាត់មកខាងក្រៅនៅពេលនោះយើងក៏បានឃើញនៅក្នុងក្រុមសាលាសានីរបៀបថានៅក្នុងក្រុមមិនដឹងមានណាគេនោះទេបានយករូបនឹងមកផុសអ្នកគ្នាផុសនៅក្នុងក្រុមសាលាសានីនឹងហើយបានសរសេរ caption ថារូបភាពក្មេងស្រីម្នាក់មកពីសាលាសានីហើយផឹកស្រាជាមួយនឹងមនុស្សចាស់មួយចំនួនមិនដឹងថាណាគេជាអ្នកផុសនោះទេដឹងតែមានរឿងទៀតហើយអ្នកគ្នាហើយយើងដឹងហើយផុសនៅក្នុងក្រុមរបស់សាលាអញ្ចឹងអ្នកស្គាល់ម៉ៃប្រកាសជាមិនតិចនោះទេពេញសាលាតែម្ដងយើងមើលតែនៅក្នុង comment នឹងក៏ឃើញដែរគឺច្រើនតែម្ដងប៉ុន្តែឥឡូវសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់តែត្រឹមហ្នឹងយើងចាំជួបគ្នានៅ EP ក្រោយទៀត Goodbye ណាតាយើងតមក EP ទៀត Hello ជំរាបសួរក៏ដូចជាសួស្តីអ្នកគ្នាខ្ញុំមីកាហើយថ្ងៃនេះគឺយើងនឹងមកតសាច់រឿង Windbreaker យើងតទៀតដែលជា episode ទី46 season 2ណាកាលហ្នឹងយើងរាប់ជា part ជា season ប៉ុន្តែឥឡូវហ្នឹងគឺជា chapter ទី114និង115កុំភ្លេចជួយ like មានមួយផងរួចនៅតោះយើងតពីភាពមុននៅពេលដែល Minu ជាមួយនឹង Jay នៅផ្ទះរបស់ Winnie ហ្នឹងហើយឥឡូវហ្នឹងពួកគាត់ដោយសារតែកង់ត្រូវភ្លៀងក៏បានដោះវាលាងដោយសារតែត្រូវភ្លៀងចឹងអាចច្រេះអាចអីចឹងទៅកង់ត្រូវភ្លៀងដោះយកមកលាងចំណែកឯកៅអៅត្រូវភ្លៀងក៏ត្រូវយកមកគក់ហាលដែរដោយនេះគឺជាកៅអៅរបស់ Jay ហើយយើងក៏បានឃើញ Winnie គាត់កំពុងគេងហ្នឹងអត់តាន់ក្រោមនោះទេហើយយើងដឹងហើយពេល Jay គាត់ទៅប្រណាំងកង់ហ្នឹងគាត់ពាក់តកៅអៅរៀនហ្នឹងមកចឹងហើយគាត់ក៏បានខ្ចីកៅអៅ Winnie ពាក់តាំងពីយប់មកម៉េះ Minu និយាយថាគ្រាន់តែខ្ចីកៅអៅរបស់ Winnie ខ្លះវាភាសាជាងការពាក់ឯកសណ្ឋានសើមរបស់ឯងចឹងហើយគ្រាន់តែពាក់វាមួយថ្ងៃទៅជេគាត់ថាតើគាត់ពាក់អាវហ្នឹងទៅវាមិនធ្វើឲ្យគាត់នឹងមើលទៅដូចជាចោលណាយចោលហ្នឹងគឺសំដៅទៅលើក្មេងជើងកាងអីចឹងណាបើនៅខ្មែរយើងអាចនិយាយបានថាគឺដូចជាក្មេងស្ទាវចឹងដែលគេមើលមុខគាត់បានទេគឺគាត់ឆេឆាវគាត់គិតចឹងដោយសារតែអាវហ្នឹងគឺមាន lifestyle ច្រើនហើយមើលទៅលយខ្លាំងដែរហ្នឹងមានអាវរូបនាគទៀតបើដាក់ឡាននាគមកទៀតកាន់តែលយតែម្ដងការពិតទៅកន្លែងហ្នឹងក៏ប្លែកជាណែគេកាលនោះខ្ញុំអត់បាននិយាយលបងជេនិយាយចឹងអត់គិតដល់អារម្មណ៍ Winnie ទេថាគាត់មានអារម្មណ៍ថាម៉េចMinu ថាយើងប្រាប់ថាមិនអីទេគ្រាន់តែពាក់វាសម្រាប់ថ្ងៃនេះជេក៏មិនបាននិយាយអីទៀតដែរហើយនៅពេលនេះយើងកាន់មកសាលាយើងក៏បានឃើញលោកបងវាយរ៉ែងជាមួយនឹងមិត្តភក្តិរបស់គាត់ហ្នឹងដែលឥឡូវហ្នឹងគឺមានរឿងអាក្រក់អំពីម៉ៃទៀតហើយដោយយើងដឹងហើយនៅភាគមុនយើងក៏បានឃើញរូបថតរបស់ម៉ៃជាមួយនឹង CJ ផុសនៅលើគេហទំព័ររបស់សាលាឥឡូវហ្នឹងស្រីៗនៅក្នុងសាលាក៏និយាយពេញនឹងតែម្ដងម៉ៃរបស់យើងនឹងមានគេឈ្មោះអាក្រក់ទៀតហើយ
ព្រោះគេនិយាយដើមនាងពេញនឹងតែម្ដងយូណាដែលនៅក្បែរម៉ៃនឹងក៏បានសួរទៅម៉ៃដែរថាម៉ៃកុំខ្វល់ពីរឿងទាំងអស់ហ្នឹងប៉ុន្តែឯងដឹងទេថាណាគេជាអ្នកបង្ហោះរូបភាពនេះឯងមិនអាចផឹកស្រាទេតែអ្នកណាជាអ្នកផ្សព្វផ្សាយរឿងនេះធ្វើវាល្បីពេញសាលាចឹងហើយយូណាក៏និយាយទៀតថាការនៅស្ងៀមនឹងធ្វើឲ្យពួកគេយល់ច្រឡំរឿងនេះកាន់តែអាក្រក់ហើយចឹងឯងគ្រាន់តែប្រាប់យើងមើលថាមានរឿងអីកើតឡើងហើយនៅពេលនេះក្រុម hater ក៏បានមកនិយាយឌឺថាខ្ញុំដឹងពេលឃើញរូបនឹងភ្លាមខ្ញុំអាចប្រាប់បានថានាងទៅផឹកស៊ីដើម្បីញ៉ែប្រុសហ្នឹងដើម្បីទទួលបាន sponsor នោះសម្រាប់ model របស់នាងបន្ទាប់មកនាងនឹងធ្វើដូចជាតារានៅសាលាចឹងរបៀបគេចង់និយាយថាម៉ៃរបស់យើងនឹងទៅញ៉ែប្រុសហ្នឹងដើម្បីទទួលបាន sponsor ហើយមកធ្វើចរិតតារានៅសាលាអីចឹងតែក៏ពិតទៅវាមិនមែនទេហើយគេនិយាយ deal ម៉ៃរបស់យើងនឹងថាជាមនុស្សស្រីមិនល្អអីចឹងទៅហើយគេនិយាយទៀតថាម៉ៃរបស់យើងនឹងមិនគួរបង្ហាញខ្លួនជានិស្សិតល្អនៅសាលាទេហើយបន្ទាប់មកចេញទៅផឹកស៊ីនិងលេងជាមួយមនុស្សប្រុសនៅពេលយប់ទៅនិយាយថាក្រក់ស្ដាប់ខ្លាំងមែនតើហើយគេថាម៉ៃរបស់យើងនឹងប្រកាសជាលំបាកនៅក្នុងការប្រើជីវិតពីរបែបហ្នឹងគេចង់មានន័យថាប្រើជីវិតជាសិស្សល្អនៅក្នុងសាលាផងប្រើជីវិតជាអីនៅក្រៅផងអញ្ចឹងណានិយាយមើលងាយខ្លាំងមែនតើចំណាក្នុងជីវិតពិតរបស់យើងក៏ម្នាក់សិតតែមាន hater ផ្ទាល់ខ្លួនដូចគ្នាហើយយើងមិនបានទៅធ្វើអីវាផងហ្នឹងវាស្អប់យើងដែរតែនៅពេលនេះដងវាក៏បានដើរចូលមកនឹងបាននិយាយយ៉ាងលយថាហេនាងមិនដឹងស្អីអំពីម៉ៃទេគ្រាន់តែបិទមាត់របស់នាងទៅតើវាធ្វើឲ្យនាងសប្បាយចិត្តជាងមុនមែននៅពេលដែលនាងនិយាយដាក់អ្នកដទៃដោយសារតែរូបភាពមួយចឹងហើយនៅពេលនោះមីនូក៏បានដើរចូលមកនឹងបាននិយាយថាតើមានរឿងអ្វីកើតឡើងតើមានរឿងអីកើតឡើងអីក៏ញ៉ៃម៉េះយើងក៏បានឃើញជ័យគាត់ពាក់អាវធម្មតារបស់វីនីមកដូចគ្នាតើណាគេមួយមានបញ្ហាមែនដោយគាត់អត់ដឹងនោះទេថារូបភាពរបស់ម៉ៃត្រូវបានផុសនៅក្នុងគេហទំព័ររបស់សាលាហើយនៅពេលនោះលោកគ្រូពីណីក៏បានមកពីក្រោយពួកគេម៉ៃគីមទៅបន្ទប់គ្រូជាមួយខ្ញុំដោយគាត់មកហៅម៉ៃទៅបន្ទប់គ្រូណាចំណែកឯទឹកមុខម៉ៃជាមួយនឹងយូណាវិញយើងមើលទៅម៉ៃដូចបាក់ស្បាតមែនតើហើយលោកគ្រូក៏បាននិយាយទៅជ័យដែរថាស្អីគេសលៀបបពាក់របស់ឯងការមុនខ្ញុំសម្រាយបែបតន់ហន់អញ្ចឹងមិនសូវល្អទេណានិយាយទៅក៏ប្លែកដែរកន្លែងហ្នឹងណាលោកគ្រូគេចាប់អារម្មណ៍ទៅលើការអាវរបស់លោកបងជ័យនឹងឯងពាក់អត់ពាក់កៅសាលាមកចំណែកមីនូក៏បានសួរទៅម៉ៃនឹងថាមានរឿងអីកាត់ឡើងម៉ៃអញ្ចឹងទៅលោកគ្រូក៏បាននិយាយទៅអ្នកទាំងអស់គ្នានឹងត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេវិញទៅយើងក៏បានឃើញសាលីដើរចូលមកដូចគ្នាយើងមើលទៅម៉ៃរបស់យើងបាក់ស្បាតខ្លាំងមែនតើជាមួយនឹងពាក្យដែលនិយាយជាច្រើនដែលនិយាយមិនសូវល្អនោះទេថានាងនឹងឥឡូវនឹងទទួល attention ច្រើនមែនតើវាថាគេចំណាប់អារម្មណ៍លើនាងដោយសារតែរឿងមិនចំណាប់អារម្មណ៍ល្អទេអានេះគឺចំណាប់អារម្មណ៍រឿងអាក្រក់គេថាម៉ៃរបស់យើងនឹងបន្ទាប់ពីចេញពីសាលាទៅផឹកជាមួយណាគេអញ្ចឹងណាអ្នកគ្នាប្រកាសជាងាយយល់ទេអាពាក្យនិយាយដើមហ្នឹងឥឡូវនេះម៉ៃរបស់យើងនាងនៅឃើញដល់រឿងអតីតកាលដែល3នាក់នឹងធ្វើបាបនាងទៀតហើយនាងបាននិយាយថាខ្ញុំគ្រាន់តែចង់បាត់គឺបានន័យថានាងអត់ចង់ឲ្យណាគេមកជួបនាងមកនៅក្បែរនាងអីទៀតទេគឺគាត់ចង់នៅតែម្នាក់ឯងអីចឹងណាបាត់មុខបាត់មាត់ពីសង្គមហ្នឹងអីចឹងទៅពីសង្គមពីសាលារៀនហ្នឹងណាហើយលើនេះយើងក៏បានលើសលេងលោកគ្រូនាយករងបាននិយាយថាបានសួរនាងថាទៅធ្វើអីគេនៅពេលដែលចេញពីសាលាហ្នឹងសួរថាតើរូបភាពនោះជាអ្វីណាគេជាអ្នកបង្ហោះវាហើយគាត់ស្ដីឲ្យថាអ្វីៗទាំងអស់ហ្នឹងគឺជារូបភាពរបស់ម៉ៃកំពុងផឹកស៊ីជាមួយប្រុសហើយគាត់បានស្រែកនឹងមើលទៅអត់មានអាណិតម៉ៃនោះទេគាត់សួរថាតែឯងគិតថាមនុស្សនឹងនិយាយយ៉ាងណាចំពោះសិស្សនៅសាលារបស់យើងដោយសារតែឯងរបៀបថាខូចមុខមាត់សាលាអញ្ចឹងទៅហើយគាត់ល្អូទៀតថាតាំងពីខូចឈ្មោះប្រធាននិស្សិតដែលជាជ័យរបស់យើងមានរឿងវាយគ្នាអីហ្នឹងមកគឺចាប់ផ្ដើមមានរឿងបន្តអត់ឈប់នោះទេហើយគាត់និយាយថាថ្មីហ្នឹងគឺគាត់មានអារម្មណ៍ថាខ្មាស់អៀនគេគ្រប់គ្នាតែម្ដងគាត់អត់ហ៊ានសំបីតាទៅកន្លែងសាធារណៈតែគាត់មិននិយាយដូចអត់មានទេគាត់ថាគាត់មិនហ៊ានអើតក្បាលទៅកន្លែងសាធារណៈផងហើយគាត់និយាយថាគាត់នឹងដកម៉ៃចេញពីតំណែងអនុប្រធានភ្លាមហើយនៅពេលនោះលោកគ្រូម៉ារីយ៉ូបាននិយាយទៅម៉ៃថាម៉ៃបើសិនជានាងមានអ្វីត្រូវនិយាយប្រាប់គាត់ទៅតែយើងអត់បានឃើញម៉ៃនាងនិយាយអីនោះទេនៅក្តាប់មាត់ហ្នឹងឥឡូវយើងមកមើលមីនូវិញគាត់ក៏បានឃើញសារហ្នឹងដូចគ្នាមែនសារអារូបផុសហ្នឹងយើងមើលទៅគាត់ខឹងខ្លាំងមែនតើគាត់និយាយថាតើមនុស្សល្ងងប្រភេទណាបានផុសរឿងនេះហើយណាគេជាអ្នកអង្គុយនៅក្បែរម៉ៃហ្នឹងដែលពាក់មួកពណ៌ផ្កាឈូកហ្នឹងសេលីថានាងគិតថារូបភាពហ្នឹងត្រូវបានបង្ហោះកាលពីម្សិលមិញយូណានិយាយថាម៉ៃអត់ទាំងស្រុងហើយនៅថ្ងៃនេះវាថាអស់អារម្មណ៍ទាំងស្រុងតែម្ដងដោយសារតែមានរឿងច្រើនពេកយើងមើលមកទឹកមុខជេដែលគាត់ជាអ្នកដែលដឹងរឿងអំពីរូបថតហ្នឹងគាត់ខឹងខ្លាំងតែម្ដងនៅពេលនេះ admin មានសំណួរ2នៅក្នុងខួរតើរវាង Vinny ជាមួយនឹងវាងយុនម្នាក់ណាជាអ្នកផុស Vinny របស់យើងគាត់បានរើសបាន USB ហ្នឹងនៅពេលដែលជេគាត់ធ្វើជ្រុះចំណែកឯវាងយុនវិញអត់ដឹងថាគេអាចនឹងផុសដែរឬទេយើងតមកខ្សែរឿងយើងតទៀតយូណាក៏នាងរៀងខឹងដែរនាងថាខ្ញុំមិនដឹងថាអារុកចិត្តបែបណាទេដែលបង្ហោះរូបនេះតែខ្ញុំស្បត់ថាខ្ញុំនឹងសម្លាប់វាបើសិនជាខ្ញុំចាប់បានមីនូថារឿងទី1គាត់នឹងទៅរកអ្នកដែលពាក់មួកផ្កាឈូកហ្នឹងពេលនោះមីនូក៏បានមើលទៅម៉ៃរបស់យើងនាងដើរចូលតុវិញក៏បានឃើញអក្សរជេនាងនៅលើกระดาษហ្នឹងទៀតពាក្យដែលគេដាក់ព្រាហ្នឹងប្រកាសជាពាក្យដែលអាក្រក់ខ្លាំងហើយ
ម៉ៃបើយើងទ្រាំអត់បានទេនាងទាញកតាបរត់ចេញតែម្ដងគ្រាន់តែនាងដើរចេញមកវិញនឹងក៏មានអ្នកមើលនាងតាមផ្លូវនឹងទៀតឥឡូវនេះម៉ៃនាងបានដើរចេញមកក្រៅសាលាហើយនាងអស់អារម្មណ៍លីងតែម្ដងអត់មានមើលឡាននោះទេដើរប៊ីចូលឡានសំណាងបានមីនូចាប់ដៃតន់មីនូក៏សួរថានាងកំពុងធ្វើអីហ្នឹងតើនាងអស់អារម្មណ៍អីមែនគ្រោះថ្នាក់ណាតែនៅពេលនោះមីនូក៏គាំងតែម្ដងដោយសារតែម៉ៃបានយំហើយលើនេះយើងកាត់មកមើលនៅក្នុងផ្ទះរបស់ Winnie គាត់ក៏បានយកអា USB នឹងដល់ចូលកុំព្យូទ័ររបស់គាត់ហើយនៅពេលនោះគាត់ក៏បានរកឃើញឯកសារហ្នឹងហើយគាត់ក៏ឆ្ងល់ថាតើរូបភាពទាំងអស់ហ្នឹងគឺជាអីគេដល់ពេលអញ្ចឹងយើងអស់ការសង្ស័យហើយនៅសល់តែវាងយន្តតែម្នាក់នោះទេ admin ក៏គិតដែរថា Winnie គាត់មិនមែនជាមនុស្សបែបហ្នឹងទេហើយយើងកាត់មកមើលមីនូជាមួយនឹងម៉ៃវិញមីនូបានសួរទៅម៉ៃថាដូច្នេះអំពីរូបនោះតើមានរឿងអ្វីកើតឡើងម៉ៃថាខ្ញុំមិនប្រកាសទេខ្ញុំគ្រាន់តែទៅធ្វើការយឺតយ៉ាវនៅលើការបង្ហាញម៉ូដមួយចំនួនហើយខ្ញុំបានតែញ៉ាំអាហារពេលល្ងាចជាមួយបរិសទាំងនោះនាងដកដង្ហើមមួយនឹងបាននិយាយថានាងអត់យល់ទេថាហេតុអ្វីបានជាគ្រប់យ៉ាងទៅជាបែបហ្នឹងនាងថាឥឡូវហ្នឹងគឺនាងខ្លាចសាលាជាមួយនឹងសិស្សដទៃទៀតនាងថាតើនាងគួរតែឈប់រៀនមីនូក៏និយាយកាត់តែម្ដងថាតែនាងឈួរទេនាងគួរតែមានទំនុកចិត្តបន្ថែមទៀតហេតុអ្វីបានជានាងចង់បោះបង់ការសិក្សាដើម្បីជៀសវាងអំពីរឿងនេះម៉ៃនិយាយមកវិញថាខ្ញុំមិនបានកិច្ចពីវាទេយ៉ាងណាក៏ដោយមនុស្សគ្រាន់តែជឿលើអ្វីដែលពួកគេបានឃើញទោះបីជាខ្ញុំបានប្រាប់ការពិតក៏ដោយគេគ្រាន់តែឃើញថាវាគឺជាលេសនាងនិយាយទាំងអស់ហ្នឹងគឺចង់បានន័យថាមនុស្សតែងតែជឿលើអ្វីដែលពួកគេបានឃើញប៉ុន្តែនាងប្រាប់ត្រង់អីពួកគេបែបជានិយាយថានាងគឺបាននិយាយកុហកឬក៏លេសហ្នឹងឯងមីនូគៀងទៀតអីម៉ៃក៏និយាយទៀតថានាងគួរតែចំណាយពេលសល់នៃជីវិតរបស់នាងនឹងរស់នៅដោយស្ងៀមស្ងាត់ដោយឯកាម្នាក់ឯងហើយនាងអត់ចង់បាន attention អីទាំងអស់តែម្ដងនាងអត់ចង់ឲ្យគេចាប់អារម្មណ៍ទៅលើនាងអីទាំងអស់តែម្ដងរបៀបថានាងចង់នៅតែឯងនោះទេមីនូថាអីគេនាងចង់មានន័យថាឯកាចុះជេរខ្ញុំវិញដំនឹងយូណាពួកយើងនឹងជួយនាងកុំព្យាយាមតស៊ូជាមួយនឹងរឿងនោះតែម្នាក់ឯងយើងនឹងជួយនាងឆ្លងកាត់វាជាមួយគ្នាអូខេពួកយើងនឹងជួយនាងឆ្លងកាត់រឿងនឹងទាំងអស់គ្នាអូខេវាអញ្ចឹងតែមាននិយាយអត់ច្បាស់មិញតែម៉ៃអត់និយាយអីទេប្រហែលជានាងយំមីនូក៏យកដៃទៅឯខ្នងនាងរបៀបថាលួងអីចឹងណាប៉ុន្តែមិនតបានដាក់ផងនេះគាត់រៀងអៀនពេកក៏យកដៃមកអេសក្បាលវិញទៅលើនេះយើងក៏បានឃើញជេគាត់តេមកវាងយន្តតែយើងឃើញវាងយន្តគេដេកជាមួយមនុស្សស្រីរបស់គេនឹងយ៉ាងស្កប់ស្កល់តែម្ដងគ្មានបានលើកទេគាត់នឹងប្រហែលជាយប់មិញអស់កម្លាំងពេកចេះបើយើងខលអត់លើកចឹងគាត់ក៏រៀងខឹងដែរតែនៅពេលនោះសាលីនាងបានដើរចុះមកនឹងបាននិយាយថាតើនៅបន្តខលជាមួយណាគេហ្នឹងជាមនុស្សស្រីមែននាងវិចារនឹងឯងតែនាងក៏បានសួរទៅជេវិញថាតើមីនូជាមួយនឹងដំនឹងទៅណាបាត់ហើយគឺនាងអត់បានឃើញពួកគេមកសន្ទុះហើយឥឡូវយើងកាត់មកមើលមីនូតែម្ដងទៅគឺនេះគឺនៅក្នុងហាង CF Style របស់ CJ គេនិយាយថាតើឯងគិតថាឯងគឺជាណាគេហ៊ានចូលការិយាល័យរបស់យើងដូចជាចោរអញ្ចឹងសុំទោសអ្នកមីងម្នាក់នេះទេមិនមែនជា CJ ទេអ្នកមីងមិនត្រូវទៀតណាមើលទៅមុខគាត់ដូចជាមិនទាន់ចាស់ណាលើចែនឹងក៏និយាយទៀតថាចេញពីទីនេះឬក៏ឲ្យយើង call ទៅប៉ូលីសមូលហេតុដែលចែនឹងនិយាយចឹងដោយសារតែមីនូរបស់យើងនឹងមកកបួយកោអាវ CJ ដល់កន្លែងការិយាល័យតែម្ដងគាត់ក៏បានសួរថា CJ នឹងអ្នកបង្ហោះរូបថតនឹងមែន CJ ថារូបថតតែឯងកំពុងនិយាយពីអីមីនូយកទូរស័ព្ទមកឲ្យមើលនឹងបានថាចុះរូបថតនេះគឺជាណាគេឯងមែនទេតែឯងនឹងទេម៉ៃមានផលវិបាកអ្វីខ្លះដោយសារតែរូបថតនេះ CJ ថាអីគេរូបថតនេះហើយគាត់ថាណាគេនៅលើផែនដីហ្នឹងមែនទេអ្នកគ្នាអាហ្នឹងគឺជាពាក្យស្លោកមួយដែលន័យរបស់វានឹងគឺភ្ញាក់ផ្អើលខ្លាំងថាជាណាគេភ្ញាក់ផ្អើលឲ្យហួសចិត្តទៀតមីនូក៏ស្រែកទៅវិញថាចេះតែធ្វើជាល្ងងចឹងដល់ទីបញ្ចប់មែនប្រៀបថាមីនូគិតថា CJ ដឹងរឿងតែធ្វើជាល្ងងអត់ដឹងរឿងអីចឹងណាយើងមើលមក CJ គាត់ក៏ក្តៅក្រហាយ Monster ដែរក៏បានកញ្ឆក់ទូរស័ព្ទនឹងចេញពីដៃរបស់មីនូនឹងបាននិយាយថាខ្ញុំពិតជាមិនដឹងទេឥឡូវឲ្យវាមកខ្ញុំផ្លែតមកដល់កែងឃើញចឹងក៏គាត់និយាយថាមីនូគាត់ពិតជាមិនដឹងទេមីនូងាកក្បាលមកវិញនឹងស្រែកមកវិញថាស្អីគេបរិះម្នាក់ហ្នឹងឯងជាអ្នកបញ្ចុះម៉ៃឲ្យធ្វើជា model ហើយឥឡូវហ្នឹងមានពាក្យចចាមអារាមពេញសាលាដោយសារតែអញ្ចឹងតែឯងមានគិតទេថាម៉ៃនាងវិបាកប៉ុណ្ណាដោយសារតែរូបនេះមីនូគាត់ក៏ក្តៅក្រហាយដែរប៉ះក្រាស់របស់គាត់ផងមីនូគាត់ក្តៅក្រហាយមិនតាន់អស់ហ្នឹងក៏លូទៀតដែរថារ៉ៃឯងមិនគួរបញ្ចូលនាងឲ្យធ្វើការជាមួយឯងទេនៅពេលដែលដឹងថាឯងគឺជាមនុស្សដែលមានរឿងកើតឡើងអីមិនទទួលខុសត្រូវអញ្ចឹងរបៀបថាគាត់អត់ដឹងថាមានរឿងអីកើតឡើងទេតែមិនទទួលខុសត្រូវអញ្ចឹងនិយាយទៅមីនូគិតថារឿងហ្នឹងបានកើតឡើងដោយសារតែលោកបង CJ ហើយលោកបង CJ អត់ព្រមទទួលខុសត្រូវប៉ុន្តែយើងដឹងហើយ CJ គឺជាមនុស្សល្អនោះទេគាត់នឹងទទួលខុសត្រូវបន្តិចទៀតនឹងយើងដឹងហើយយើងមើលមកភ្នែក CJ គាត់ដឹងហើយថាជាណាគេមីនូគាត់ក៏រៀងឆ្ងល់ចំណែក CJ ក៏បាននិយាយថាពួកឯងគឺជាមិត្តភក្តិរបស់ម៉ៃនៅសាលាប៉ុន្តែខ្ញុំមិនមានអ្វីត្រូវនិយាយអំពីរឿងនេះទេសម្រាប់ឥឡូវនេះចាប់តាំងពីរឿងនេះបានកើតឡើងខ្ញុំនឹងត្រួតពិនិត្យមើលវាហើយខ្ញុំនឹងប្រកាសថាត្រូវទៅដោះស្រាយវាឲ្យបានសុំទោសនិយាយទៅ CJ គាត់និយាយទម្លាក់កំហុសខ្លួនឯងគាត់ថាសម្រាប់ឥឡូវហ្នឹងរឿងនឹងបានកើតឡើងដោយសារតែគាត់ចឹងហើយគាត់ត្រូវតែទទួលខុសត្រូវទៅលើវាហើយក៏បានសុំទោសទៅពួកគេសុំទោសទៅពួកគេណា
បើនិយាយស្រួលទៅឥឡូវហ្នឹងគឺគាត់អត់អាចនិយាយអីបានទេគាត់នឹងត្រួតពិនិត្យមើលថាមានរឿងអីកើតឡើងហើយគាត់នឹងប្រកាសថានឹងដោះស្រាយវាឲ្យហើយគាត់ក៏បានសុំទោសដែរមីនូវិញនិយាយថាបើសិនជាឯងចង់សុំទោសណាម្នាក់ទៅសុំទោសម៉ៃមិនមែនជាពួកយើងទេហើយរឿងនេះកើតឡើងដោយសារតែឯងដូច្នេះឯងត្រូវតែមានទំនួលខុសត្រូវហើយដោះស្រាយរឿងនេះឲ្យកាន់តែប្រសើរមីនូនិយាយឲ្យ CJ ដោះស្រាយរឿងហ្នឹងលើនេះទូរស័ព្ទនៅផ្ទះវាងយន្តក៏បានរកគេក៏បានងើបមកជាមួយនឹងជេគឺជេម្ដាយតែម្ដងជេមកអ្នកដែលខលមកគេហ្នឹងគេលើកឲ្យបាននិយាយថាតើនេះគឺជាអ្នកណា CJ គេថាហេវាងយន្តតើឯងបានបង្ហោះរូបថតរបស់ម៉ៃកាលពីម្សិលមិញមែនទេចំណែកវាងយន្តគេរលេសថាយើងនឹងថាឯងចង់និយាយអំពីស្អីទេយើងហត់ទេឥឡូវនេះចាំនិយាយពេលក្រោយហើយគេបានបិទទូរស័ព្ទបាត់ហើយ CJ ខំស្រែក Hello គាត់មូមកក្តៅក្រហាយដែរហ្នឹងគាត់ក៏បានជេទៀតលបង CJ ជេកន្លែងហ្នឹងថាចោមសៀតនេះលើយើងមកមើលកន្លែងរបស់វាងយន្តមិនដឹងថាផ្ទះសំណាក់ឬក៏ស្ថាគាររបស់គេឬក៏អីទេយើងអត់ដឹងហើយយើងក៏បានឃើញមនុស្សស្រីរបស់វាងយន្តជាមួយនឹងគេបានជួបបរិយនឹងមើលទៅផុសហ្នឹងគេនិយាយថាវាពិតជាចំណាយពេលមិនដល់1នាទីទេសម្រាប់ការរៀលដាលវាថាល្បីលឿនអញ្ចឹងគេថាប្រព័ន្ធផ្សព្វផ្សាយគឺ social media ហ្នឹងគឺគួរឲ្យខ្លាចខ្លាំងមែនតើហើយគេនិយាយទៀតថាវាងាយស្រួលបំផ្លាញជីវិតមនុស្សម្នាក់នាពេលបច្ចុប្បន្នហ្នឹងដល់ពេលនិយាយចឹងគឺគេនឹងឯងគឺជាអ្នកផុសហើយមែន social media ហ្នឹងគឺពិតជាអាក្រក់មែនតើបើសិនជាយើងប្រើវាក្នុងផ្លូវអាក្រក់លើនឹងវាងយន្តគេក៏បានគិតដល់ពេលដែលគេខឹងជេគេថាវានៅតែធ្វើឲ្យគេខឹងនៅពេលដែលគិតអំពីរឿងជេហ្នឹងគេក៏បានញីបរិយរបស់គេនៅពេលនោះក៏មានទូរស័ព្ទមួយខលមកទៀតហើយអាចង្រៃណាខលមកពេលនេះស្អីគេឡូវាងយន្តកង់របស់ឯងនៅបានបញ្ជាទិញនឹងមកដល់ក្នុងសប្តាហ៍នេះអញ្ចឹងមកនេះថាគេបានទិញកង់ថ្មីណាគេក៏ញញឹមតែម្ដងយើងកាត់មកមើលមីនូជាមួយនឹងដងហ្គេងវិញមីនូថាមិញហ្នឹងគឺគាត់ខឹងខ្លាំងគាត់ស្ទើរតែវាយបរោះម្នាក់ហ្នឹងចំកណ្ដាលមុខបាត់ហើយដល់ថាមែនហើយគាត់មើលទៅហាក់ដូចជាមិនមែនជាមនុស្សអាក្រក់ទេសម្រាប់ខ្ញុំហើយនៅពេលនោះមីនូក៏ឆ្ងល់ថាវីនីខលមកគាត់ធ្វើអីគាត់ក៏បានថា Hello វីនីគាត់និយាយរៀងខឹងថាហេតែឯងយកស៊ូកាចានចែកគីតរបស់យើងមែនយកឲ្យចែកគីតរបស់គាត់ដោយសារទៅពេលហ្នឹងមីនូឲ្យជេយកអាវនឹងពាក់គ្រាន់បើជាងពាក់អាវសើមហើយអត់បានប្រាប់វីនីទេដោយសារគាត់កំពុងតែគេងលើមីនូក៏និយាយថាជេយកវាពាក់សម្រាប់ថ្ងៃនេះពេលដែលសម្លៀកបំពាក់របស់គាត់សើមតាំងពីម្សិលមិញសុំទោសវីនីថាមិនបាច់ខ្វល់អំពីរឿងជេយកអាវគាត់នឹងទេគឺគាត់ចង់ដឹងថាតើជេនឹងបានស្គាល់អាដេឆានវាងយន្តនឹងដោយរបៀបណាគាត់និយាយចឹងដោយសារតែគាត់បានឃើញអា USB ដែលជេធ្លាក់នឹងហើយគាត់ក៏បានឃើញមុខវាងយន្តហើយមូលហេតុដែលវីនីនិយាយថាអាដេឆានវាងយន្តនឹងដោយសារតែគាត់មានគំនុំមួយវាងយន្តនឹងឯងដែលយើងដឹងតាំងពីដើមហើយមីនូក៏ថាអីគេអញ្ចឹងតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលវីនីមីនូដឹងថាជេមានពាក់ព័ន្ធជាមួយនឹងវាងយន្តដោយសារតែ EP របស់យើងគឺបានកាត់ចោលតែត្រឹមហ្នឹងអរគុណខ្លាំងមែនតើសម្រាប់អ្នកនរគ្នាដែលបានមើលវីដេអូនេះដល់ចប់ហើយយើងចាំជួបគ្នានៅ EP ក្រោយទៀត Goodbye អ្នកនរគ្នាចឹងដែរសិតរបស់យើងក៏បានកាត់ចប់ទៅត្រឹមហ្នឹងហើយវាកាន់តែគួរឲ្យចាប់អារម្មណ៍ទៅហើយចឹងយើងចាំតាមដានទស្សនានៅភាពបន្តទៀត Goodbye អ្នកទាំងអស់គ្នា